អូអាមួយមើលកូនដូចស្រីអើ Yes អរគុណ អូ ម្ដាយម្នាក់ដែលផ្ដល់សេចក្តីស្រឡាញ់ឲ្យកូនអាចចិញ្ចឹមកូនបានល្អជាងឪពុកម្ដាយដែលខ្វះភាពកក់ក្ដៅឲ្យកូនក្រោយពីមានកូនខ្ញុំគិតថាខ្លួនឯងម៉ែឪផ្សេងទៀតខ្លាចជាងគេដោយសារតែយើងផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងដើម្បីមនុស្សម្នាក់ហ្នឹងតែយើងទៅមកស្គាល់មួយថ្ងៃមុនបើកូនទៅកើតបានមួយអាទិត្យយើងទៅស្គាល់កូននឹងមួយអាទិត្យហ្នឹងហើយមិនក៏ផ្លាស់ប្ដូរខ្លួនឯងសម្បើមដែរអាពួកម៉ាក់ស្គាល់គ្នា20ឆ្នាំហើយមិនក៏ហ៊ានចោលវាអត់ព្រមទៅផឹកស៊ីជាមួយវាសុខចិត្តមកកាប់កូនអញ្ចឹងយើងចាំកូនឲ្យល្អឲ្យលូតលាស់ឲ្យធំធាត់ដែរប៉ុន្តែស្របពេលជាមួយគ្នាហ្នឹងត្រូវតែម៉ែលូតលាស់ត្រូវតែម៉ែសប្បាយចិត្តត្រូវតែឪពុកចូលរួមត្រូវតែឪពុកសប្បាយចិត្តដែរអញ្ចឹងយើងចិញ្ចឹមកូនគឺចិញ្ចឹមទាំងអស់គ្នាបើសិនជាយើងដឹងក្បួនជាក់លាក់ដែលយើងអាចអនុវត្តទៅគឺទទួលបានផលចេះកូនមួយខ្លាចជា superhero អស់ហើយកូនមួយខ្លាចជាអ្នកប្រាជ្ញអស់ហើយទូនីតិផុនយើងអត់គួរតែព្យាយាមឲ្យកូនសប្បាយរហូតទេខ្ញុំគិតថាទូនីតិផុនយើងគឺត្រៀមកូនយើងរៀបចំកូនយើងឲ្យអាចចូលក្នុងសង្គមចុះនៅក្នុងបរិបទរាល់ថ្ងៃនេះគេលែងគិតភេទហើយអញ្ចឹងអ្នកណាគេដែលរកលុយបានច្រើនជាងអ្នកណាគេអាច provide សម្រាប់ family ទាំងបានល្អជាងខ្ញុំគិតថាអ្នកហ្នឹងគួរចេញទៅទៅចេញទៅរកស៊ីទៅធ្វើការទៅបញ្ញាអរគុណដែលជល់ព្រមមកទៅចែកគ្នាជាមួយបងថ្ងៃនេះហើយចង់រៀនសូត្រពីបទពិសោធន៍ជាឪពុកបងជាឪពុកផងជាម្ដាយផងបងមានកូន2នាក់ហើយបងជាឪពុកផងជាម្ដាយផងហើយsomehow រៀងខកខានជាឪពុកប៉ុន្តែខ្លួនមនុស្សស្រីតែអញ្ចឹងបើខ្លះអីមិនត្រឹមតែចង់បានបទពិសោធន៍នឹងទស្សនិកជនមើលទេបងនឹងលងជាមួយនឹងអ្វីដែលបញ្ញានឹងចែករំលែកដូចគ្នាដែរព្រោះចង់រៀនបន្ថែមពីខ្លួនឯងហើយបញ្ញាមកទៅជែកជាមួយបញ្ញានេះគឺរឿងពីទស្សនៈរបស់ឪពុកការយល់ឃើញរបស់ឪពុកក្នុងនាមពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមកូនហើយក៏សួររឿងម្ដាយខ្លះដែរសួរអំពីណាខ្លះដែរណាដើម្បីភាសាថាការចូលរួមរបស់ឪពុកឬក៏ការចិញ្ចឹមកូនរបស់ឪពុកតើមានប្រយោជន៍យ៉ាងម៉េចចំពោះគ្រួសារពួកខ្ញុំដូចជំរាបចឹងថាពួកខ្ញុំបានចុះខេត្តពួកខ្ញុំទៅកំពង់ធំកំពតហើយនឹងភ្នំពេញយើងបានសម្ភាសជាមួយប្រជាពលរដ្ឋមួយក្រុម2 3ក្រុមហ្នឹងហើយមានភាគច្រើនជាស្ត្រីទេអត់សូវបានបរិសុទ្ធទេបាទហើយយើងបានយកវីដេអូមួយចំនួនហើយខ្ញុំចង់បើវីដេអូនេះមើលជាមួយនឹងបញ្ញាហើយចាំយើងចង់សួរយោបល់បញ្ញាខ្លះថាយល់យ៉ាងម៉េចដែរអំពីវីដេអូនេះការកូនបងនឹងក៏ខ្ញុំហូបអត់មានទីពៀតដែរថាយើងអត់ចង់អីហូបពីបុកជូរគីឡូអីក៏អត់ចង់ដែរតែបើកូនក្រោយមកទៀតខ្ញុំហូបបាននឹងដឹងហូបអង្គមុខកូនក៏ស្លាប់តាមនឹងដែរពេលតវ៉ាន់ញ៉ាំបន្លែក៏ញ៉ាំគ្រឿងកំប៉ុងក៏ញ៉ាំឥឡូវស្ពេតស្ដីយាយកាត់បន្ថយដល់អ្វីដែលមិនគួរបរិភោគចូលអញ្ចឹងដូចថាទឹកផ្អែមស្ករអីចឹងណាហើយថែសុខភាពខ្លួនឯងដូចជាយើងមានវិធានការដូចតែយើងហូបទឹកឆ្អិនទឹកអីចឹងបាទគាត់ទៅពិនិត្យសុខភាពសុខអីចឹងបានមកចឹងគេណែនាំរឿងស្នាមរឿងអីហ្នឹងជួយគាត់ហូបអត់កើតគាត់អីចឹងយើងពិបាកដែរគាត់ចាញ់ក្លិនអាស្នាមជាតិដែរអញ្ចឹងណាចាទាំងហ្នឹងមួយយើងពិបាកដែរអញ្ចឹងយើងភ័យបារម្ភថាយើងមានទម្ងន់ហើយណាមួយយើងអត់ធ្វើតាមណែនាំពេទ្យអញ្ចឹងណាយើងបារម្ភដែរអញ្ចឹងបាទឥឡូវហ្នឹងដែរបើតាក់តងនឹងអាហារអត់ពិបាកប៉ុន្តែពិបាកត្រង់ថាពោះទៅវាធំពិបាកធ្វើដំណើរឬក៏មានកំណើតកូនទី2ហ្នឹងគាត់ជាប់ខ្ញុំធ្វើឲ្យខ្ញុំជាប់សរសៃជើងដើរមិនរួចអីចឹងប៉ុណ្ណឹងឯងអាឡិចនិយាយទៅខ្ញុំអត់អាចញ៉ាំទៅដោះគោដែលមានជាតិឡាក់តូសទេពេលញ៉ាំនេះខ្ញុំឈឺពោះរីអត់ស្រួលខ្លួនទេមានអារម្មណ៍ថាកាពះយើងធ្វើទុកហ្មងកាពះរវៀនយើងអត់ល្អប៉ុន្តែយើងចង់ញ៉ាំទៅដោះគោដើម្បីជួយកូនហើយពេលខ្លះយើងប្រឆាំងមួយខ្លួនឯងអញ្ចឹងខ្ញុំគិតថាបើសិនជាការពពោះលើកទី2របស់ខ្ញុំប្រហែលជារកអ្វីដែលវាជំនួសទៅដោះគោដែលមានជាតិឡាក់តូសហ្នឹងហើយរកម្ហូបអាហារដែលមានសារធាតុចិញ្ចឹមល្អលើសមុនហើយនឹងការថែទាំគឺធ្វើឲ្យខ្លួនឯងអត់ stress ច្រើនយើងប្រឡែងការងារខ្លះចោលដើម្បីគិតពីខ្លួនឯងអញ្ចឹងព្រោះអារម្មណ៍របស់យើងល្អគឺធ្វើវាបានជាឥទ្ធិពលដល់កូនរបស់យើងហេមិនដែរ
ខ្ញុំញ័រដៃដោយសារតែខ្ញុំទៅសារពួកគាត់ខ្លាំងមែនទែនរឿងគាត់អាចផ្លាស់ប្ដូររបស់ដែលគាត់អត្តសញ្ញាណរបស់គាត់ដែលគាត់ធ្លាប់ប្រកាន់ភ្ជាប់អាជាតិហើយរហូតដល់ពេលមានកូនរបត់ជីវិតប៉ុនគាត់ហ្នឹងគឺផ្លាស់ប្ដូរអញ្ចឹងគឺគាត់អាចផ្លាស់ប្ដូរខ្លួនគាត់បានខ្ញុំចេះតែនឹកឃើញរឿងណាប្រពន្ធខ្ញុំគាត់មនុស្សផឹកកាហ្វេតាំងពីដើមមកតាំងពីអាយុ5 10អីម៉េចព្រោះទៅហាងកាទៀវមួយប៉ាមួយអីចឹងណាហើយដល់ពេលមានកូនផ្ដាច់កាហ្វេ just like that ចឹងហ្មងផ្ដាច់ហ្មងហើយខ្ញុំមនុស្សអ្នកដែលប្រកាន់ភ្ជាប់ទៅនឹងចំណងចំណូលចិត្តផងខ្លួនឯងខ្លាំងមែនតើខ្ញុំហូបបាយសាច់ជ្រូករាល់ថ្ងៃខ្ញុំមីបួសខ្ញុំមហូបខ្ញុំហូបមានប្រមាណទេហើយឲ្យខ្ញុំផ្លាស់ប្ដូរទាំងអស់ហ្នឹងពិបាកណាស់ខ្ញុំចូលចិត្តហូបហិលឲ្យខ្ញុំឈប់ហូបហិលហ្នឹងគឺអូស័យប្រជះចុងហ្មងម៉ែឲ្យខ្ញុំឈប់ហើយរយៈពេល40 ឆ្នាំកន្លងមកនេះព្យាយាមបត់ខ្ញុំហ្នឹងពិបាកបត់ណាអញ្ចឹងខ្ញុំដឹងថាការផ្លាស់ប្ដូរខ្លួនឯងដើម្បីសូម្បីតែមនុស្សសម្រាប់មនុស្សដែលយើងស្រឡាញ់ហ្នឹងណាក៏វាពិបាកដែរប៉ុន្តែគាត់ធ្វើបានខ្ញុំធ្វើអត់កើតហើយខ្ញុំទៅសារគាត់ខ្លាំងមែនតើហ្មងចំណុចមួយដែលថាគាត់អាចផ្លាស់ប្ដូរខ្លួនឯងដើម្បីមនុស្សដែរស្រឡាញ់ហើយសម្រាប់ខ្ញុំអាហ្នឹងគឺជារង្វាស់នៃក្តីស្រឡាញ់សម្រាប់កូនណាខ្ញុំគិតថាអាហ្នឹងពិបាកយកអីមកវាស់ខ្ញុំវាពិបាកកាច់អាហ្នឹងអញ្ចឹងអាហ្នឹងគឺ impression ផងខ្ញុំចំណាប់អារម្មណ៍ខ្ញុំមួយទៅលើរឿងហ្នឹងប៉ុន្តែខ្ញុំចាប់អារម្មណ៍មួយទៀតគឺរបស់ដែលគាត់និយាយតាំងប្រមាណមកមិញហ្នឹងគឺគាត់ដាក់បន្ទុកទំនួលខុសត្រូវហើយនឹងកំហុសមកលើគាត់ទាំងស្រុងក្នុងគណៈពេលដែលការដែលចិញ្ចឹមកូនគឺជាទំនួលខុសត្រូវរបស់សហគមន៍ទាំងមូលមិនត្រឹមតែគ្រួសារគាត់ទេស្មាតទោះបើសិនជាកូនគាត់ធំដឹងក្តីមានបញ្ញាស្មារតីល្អខ្លាចទៅជាអ្នកប្រាជ្ញគឺគាត់ជួយមកសហគមន៍ហ្នឹងគាត់មិនមែនត្រឹមជួយតែគ្រួសារគាត់ទេអញ្ចឹងអត្តពលនៃការចិញ្ចឹមកូនផងគាត់ហ្នឹងវាមានទាំងល្អទាំងមិនល្អទៅលើសហគមន៍ទាំងមូលដូច្នេះទំនួលខុសត្រូវក្នុងការចិញ្ចឹមកូនវាគួរតែសម្រាប់ទាំងអស់គ្នាប៉ុន្តែតាមដែលស្ដាប់គាត់និយាយមិញហ្នឹងគឺធ្ងន់តែគាត់បាទធ្ងន់តែគាត់គាត់ធ្វើខុសគាត់ធ្វើត្រូវអីតាមដែលស្ដាប់មកហ្នឹង credit អត់មែនមកគាត់ទេប៉ុន្តែកំហុសទៅគាត់ទាំងអស់គាត់ប្រមូលដាក់ខ្លួនមកទាំងអស់ដោយសារអត់បានធ្វើនេះដោយសារតែចង់ធ្វើនោះអញ្ចឹងខ្ញុំវាអត់គួរអញ្ចឹងទេវាគួរតែចែកគ្នាពួកអត្តពលវាទាំងស្រុងត្រឹមគ្រួសារហ្នឹងយើងនិយាយមួយហើយប៉ះពួកគ្រួសារប៉ុន្តែអ្នកចិត្តខាងហ្នឹងក៏ដោយ extended family ទាំងមូលពូមីងអ៊ំតាយាយអញ្ចឹងណាព្រោះដល់ពេលរំអុកឲ្យមានកូនពីណាអ្នករំអុកខ្លាំងជាងគេតាយាយមីងពូអ្នកចិត្តខាងឲ្យគ្រាន់មានកូនម៉េះហើយការយកមួយទៀតអញ្ចឹងណាហើយពេលដល់ពេលចំកូនទំនួលខុសត្រូវខ្លួនឯងវាអត់សមអញ្ចឹងវាអ៊ូលអត់អីទេហើយមានអ្វីទៀតទេមានមួយចុងក្រោយហ្នឹងគឺគ្រប់សម្ដីគ្រប់ម៉ាត់ដែលគាត់និយាយមិញទាំងអស់ហ្នឹងគឺផ្ដោតទៅលើផលប្រយោជន៍ផងកូនខ្ញុំដឹងថាយើងចិញ្ចឹមកូនយើងគឺផ្ដោតទៅលើកូនហើយប៉ុន្តែសម្រាប់ខ្ញុំគិតថាគួរឲ្យមើលទលាជាងហ្នឹងព្រោះនៅពេលដែលយើងចិញ្ចឹមកូនយើងផ្ដោតទៅលើទាំងអស់គ្នាព្រោះបើសិនជាម៉ែដួលកូនក៏ទៅដែរអញ្ចឹងយើងចិញ្ចឹមកូនឲ្យល្អឲ្យលូតលាស់ឲ្យធំធាត់ហើយប៉ុន្តែស្របពេលជាមួយគ្នាហ្នឹងត្រូវតែម៉ែលូតលាស់ត្រូវតែម៉ែសប្បាយចិត្តត្រូវតែឪពុកចូលរួមត្រូវតែឪពុកសប្បាយចិត្តដែរអញ្ចឹងយើងចិញ្ចឹមកូនគឺចិញ្ចឹមទាំងអស់គ្នាយើងមិនចិញ្ចឹមកូនដើម្បីតែកូនទេយើងចិញ្ចឹមកូនដើម្បីទាំងអស់គ្នាព្រោះបើសិនជាមានជ្រុងណាមួយមានធៀបផ្សំណាមួយនៃគ្រួសារហ្នឹងល្បេះបាក់បែកពុកផុយទៅគឺវាប៉ះពាល់ដល់កូននៅចុងក្រោយចឹងហើយខ្ញុំកាប់អង្គុយជិះខ្ញុំចាអើយក្នុងនាមជាអ្នកព្យាបាលហើយបើខ្ញុំព្យាបាលកុមារព្យាបាលគ្រួសារខ្ញុំគ្រប់ត្រម 1000% កន្លែងហ្នឹងព្រោះសាធុពីព្រោះកន្លងមកពេលដែលភ្ញៀវខ្លះថាអ្នកគ្រូជួយកូនខ្ញុំផងខ្ញុំនឹងយកបតដាក់ខ្ញុំថាអត់ទេការព្យាបាលកុមារជាការព្យាបាលគ្រួសារខ្ញុំតែថាឡានបើសិនជាកង់ខូចក៏ទៅមកអត់រួចដែរហើយម្ដាយនឹងគឺសំខាន់មែនតើអញ្ចឹងឲ្យតែព្យាបាលកូនព្យាបាលផ្លូវចិត្តកូនព្យាបាលគ្រួសារគឺខ្ញុំចាប់ផ្ដោតរឿងគេរឿងម្ដាយហ្នឹងហើយម្ដាយទី2មកឪពុកតើឪពុកអាចធ្វើអីបានដើម្បីជួយម្ដាយហើយខ្ញុំតែងតែនិយាយនៅក្នុងវីដេអូផ្សេងជាច្រើនតាមបើធ្វើជាកែវដែលអត់មានទឹកខ្ញុំមិនអាចផ្ទេរទឹកដល់ឲ្យអ្នកផ្សេងទេបាទអញ្ចឹងបើសិនជាថែទាំសុខភាពមាតានឹងអត់បានល្អក៏អត់ល្អដែរក្នុងបទពិសោធន៍របស់បញ្ញា
បានធ្វើអ្វីខ្លះក្នុងការថែទាំសុខភាពរបស់ណានាហើយនឹងកូននេះតាំងពីផ្ទៃពោះរហូតមកដល់ឥឡូវនេះឥឡូវបានពីអូនអូននុកនិងអូនវិនហើយអូនវិន5ឆ្នាំហើយមែនទេ បាទអនុ3ឆ្នាំជាងនេះបើសួរថាបានធ្វើអីខ្លះនោះវាខ្ញុំមិនដឹងចាប់ចុងប្រជុំគោលមកពីណាទៅណាណាប៉ុន្តែបើសិនជាឲ្យខ្ញុំសង្ខេបថាកន្លងមកហ្នឹងមានផ្នែកណាខ្លះនៃការចិញ្ចឹមកូនដែលខ្ញុំមានសកម្មភាពគួរឲ្យកត់សម្គាល់ដែលអាចធ្វើឲ្យខ្ញុំចាំបានហ្នឹងគឺមានមួយចំនួនគឺនៅពេលដែលយើងត្រៀមយកកូននឹងខ្ញុំបែងចែកជាដំណាក់កាលណាครับពេលដែលយើងត្រៀមយកកូនយើងក៏ដោតទៅលើសុខភាពទាំងឪពុកទាំងម្ដាយថាតើឪពុកធ្លាប់មានបទពិសោធន៍កន្លងមកដែលអាចប៉ះពាល់ដល់ការបង្កកំណើតខាងកូននេះអត់ឧទាហរណ៍មកទោះខ្ញុំធ្លាប់លេងជាមួយបារ៉តកាលពេលខ្ញុំនៅទូចអញ្ចឹងខ្ញុំចេះតែគិតមួយប៉ុន្តែ1ម៉ែត្រចាក់បែកមកខ្ញុំទៅអង្គុយឆ្កឹះលេងកាលហ្នឹងអត់ទាន់ដឹងខ្យល់ទេ បើសារនោះវាល្អមើលវាលយ ប៉ុន្តែវាគ្រោះថ្នាក់ខ្លាំងមែនទែនហើយខ្ញុំចេះតែគិតថាអត់វាអាចមានផលប៉ះពាល់អីចឹងទៅណានាគឺផ្ដោតទៅលើសុខភាពផងណានាចឹងទៅប៉ុន្តែខ្ញុំកាលពេលហ្នឹងខ្ញុំប្រាប់ភាសាគ្នាពីអ្នកណានាគឺណានាផ្ដោតទៅលើសំទោសមិនមែនតែការហ្នឹងឯងគ្រប់ផ្នែកទាំងអស់នៃការដែលមានកូនរហូតដល់ចិញ្ចឹមកូនហ្នឹងគឺណានាផ្ដោតទៅលើសុខភាពផងណានាសុខភាពផងកូនហើយនឹងសុបាយចិត្តខ្លួនឯងចំណុចមួយដែលណានាតែធ្វើគឺប្រាប់មានការអីយើងពិភាក្សាគ្នាក្រៅពីហ្នឹងអារឿងអានខ្ញុំអារឿងកត់ចំណាំខ្ញុំអារឿងទៅរកជំនួយខ្ញុំអារឿង articulate ប្រាប់ត្រឡប់ទៅវិញបើសិនជាគ្រូពេទ្យសួរថាឥឡូវដល់វគ្គណាខ្ញុំមើលអា note មើលអីខ្ញុំប្រាប់ទៅអញ្ចឹងណានាផ្ដោតទៅលើរឿងដែលសំខាន់ទៅលើទៅលើសុខភាពខ្លួនឯងពលហ្នឹងគឺកត្តាជីវសាស្ត្រចាំបាច់ដែលយើងជំរុញឲ្យវាក្នុងកម្រិតមួយដែលចាំបាច់ត្រូវតែអញ្ចឹងមិនជក់បរិយមិនស្អីអីចឹងទៅកាលហ្នឹងគឺប៉ុន្តែគ្រឿងក្រៅពីហ្នឹងlogistic admin បាទរឿងរដ្ឋបាលរឿងដឹកជញ្ជូនបាទដឹករឿងទាំងអស់ហ្នឹងគិតលុយអីទៅទិញធានារ៉ាប់រងអីហ្នឹងមកខាងនេះអញ្ចឹងដូចយើងចែកការងារគ្នាធ្វើអញ្ចឹងណាអត់មានអីវ៉ាវទេតែស្អាតតែខ្ញុំធ្វើអាហ្នឹងអត់កើតខ្ញុំទៅពោពោះវាអត់កើតអញ្ចឹងអត់មែនរឿងថាតើអ្នកណាគួរធ្វើអីទេអ្នកណាធ្វើអីបានអញ្ចឹងព្រោះបើកន្លែងដែលក្អួតផង morning sickness ហ្នឹងផងអីផងហើយទៅតាក់ទងមួយពេទ្យអីផងជួនកាលក៏បានយើងចាំអត់អស់ហើយអាសុខភាពយើងពងអាខ្សោយផងកូនពងសកត់ផងយើងពងអាឡើងគីឡូផងហើមដៃហើមជើងផងច្រមុះរីកផងស្បែកជើងពាក់លែងត្រូវខោស្ពុតស្លៀកលែងចូលជើងមុន បាទឡើងមុនមុខឡើងជាប់អីផងស្បែកបាទ សម្បុរខ្លួនណានាឆ្លងកាត់បទពិសោធន៍ដែល20-30 ឆ្នាំកន្លងមកដែលភ្លក់រសជាតិនឹងសោះវាត្រូវទទួលរងសម្ពាធពីអាកាសផ្លាស់ប្ដូរហ្នឹងផងដូច្នេះអារឿងណាដែលក្រៅពីហ្នឹងឲ្យម្នាក់ទៀតគិតគូរទៅចាត់ចែងទៅអញ្ចឹងតាំងពីដំណាក់កាលត្រៀមយកកូនពោះបង្កើតកូនបំបើដោះកូននិងចិញ្ចឹមបីបាច់បន្តមកទៀតមកគឺពួកខ្ញុំបែងចែកការងាររបៀបហ្នឹងដូចបំបើដោះកូនខ្ញុំធ្វើមិនកើតអញ្ចឹងណាធ្វើទៅអារឿងទៅរកំប៉ុងប្រដាប់បូមទឹកដោះហើយនឹងកំប៉ុងសម្រាប់ស្ទូទុករយៈពេលប្រហែលទូទៅក៏ប្រហែលអង្សាយហ្នឹងអាហ្នឹងខ្ញុំទៅអញ្ចឹងណាចាព្រោះហើយរឿងមួយទៀតមានតែណាទេដែលដឹងថាសុខភាពខ្លួនគាត់បែបណាបាទហ្នឹងហើយអញ្ចឹងគាត់បើសិនជាគាត់មានអីប្រាប់ណារឿងប្រាប់ក្រុមគ្រួសារខ្លះដែលខ្ញុំជួបបារះច្រើនតែនិយាយថាបើហូហើយចន្ទហើយគាត់ថាចុះមិនកាលហ្នឹងមិនប្រាប់បើអត់ប្រាប់ហ្នឹងហើយបានធ្វើឲ្យបញ្ញាហើយបងអត់ចេះតែនិយាយបងលឺច្រើនមិនដែរតើបងព្រោះយើងអត់អាចអានចិត្តអ្នកផ្សេងបានយើងអត់អាចដឹងបទពិសោធន៍កន្លងមកដែលអត់ធ្លាប់ពិភាក្សាគ្នាដូច្នេះបើសិនជាមានកន្លែងណាមួយកលឹះណាមួយដែលយើងអត់ដឹងយើងពិបាកផ្ដល់ដំណោះស្រាយឬក៏យើងពិបាករៀបចំផ្លូវដើម្បីឲ្យវាត្រូវជាមួយនឹងលក្ខខណ្ឌហ្នឹងណាអញ្ចឹងបើមានអីត្រូវប្រាប់នឹងគួរប្រាប់មកប៉ុន្តែវារឿងមួយចំនួនខ្ញុំគិតថានារីមួយចំនួនគាត់អត់ចង់ប្រាប់ដោយសារគាត់ខ្មាស់អៀនដោយសារគាត់អីចឹងប៉ុន្តែខ្ញុំពីអ្នកណានោះវាផុតអា level ខ្មាស់អៀនអញ្ចឹងរឿងមករដូវរឿង postpartum depression អីហ្នឹងគឺពួកខ្ញុំនិយាយគ្នាបានចាក្រុមគ្រួសារខ្លះមិនមែនខ្មាស់ហើយជាប្តីប្រពន្ធប៉ុន្តែ
ភរិយាមួយចំនួនច្រើនតែនិយាយថាចុះបើប្រាប់ឲ្យគេមិនលឺផងគេមិនស្ដាប់ផងមានបែបហ្នឹងដែរ វាទាំងពីរនាក់ណាខ្ញុំមិនបន្ទោសខាងស្រីថាមិនគាត់មិនប្រាប់ទេប៉ុន្តែថាតើខាងប្រុសផ្ដល់បរិយាកាសសមរម្យឲ្យគាត់ប្រាប់បានអត់ជួនកាលរឿងហ្នឹងដឹងតែប្រាប់ទៅដឹងតែឆេះចាក់សាំងលើភ្លើងបើសិនជាយើងចាត់ទុកខ្លួនយើងជាភ្លើងអញ្ចឹងមានណាគេហ៊ានជះមកទៅតែជះមកវាឆេះអញ្ចឹងណាអញ្ចឹងយ៉ាទាំងសងខាងមិនរឿងណាតែម្នាក់ ចាអញ្ចឹងទាំងអស់នោះតាំងពីការគិតគូរ planning ផែនការអីទាំងអស់ហ្នឹងបងសុំមើលអ្នកណាគិតច្រើនជាងណាឬក៏អូនគិតច្រើនជាងផែនការទាំងអស់ដែលនិយាយមិញនេះអ្នកណាចិត្តដូចទៅដើម ទាំងពីរនាក់បងមានការយើងពិភាក្សាទាំងពីរនាក់មានពីណា តែដឹងតែទាំងពីរនាក់ទៅចេះតែអ្នកណាអ្នកដូចផ្ដើមមុនថាបងចង់ចេះឬក៏អូនចង់ចេះ វាដោយផ្នែកបាទរឿងសម្លៀកបំពាក់កូនរឿងម្ហូបអាហារកូនណាអាច initiate អាចផ្ដួចផ្ដើមច្រើនជាងទៅពេលរឿងសកម្មភាពនាំកូនទៅធ្វើអីយកកូនទៅលេងអីអាហ្នឹងខ្ញុំអាចផ្ដួចផ្ដើមច្រើនជាងទៅដំប្រសងមួយគ្នាប៉ុន្តែពេលការអនុវត្តចេញទៅលើកំណត់ផ្ដួចផ្ដើមហ្នឹងអាស្រ័យទៅលើថាតើអ្នកណាអាចជ្រាបពេលការងារបានអ្នកណាគេអាហ្នឹងរឿង division of labor បន្តទៅទៀតក្រោយទៅ ចំណុចមួយដែរតើតើនឹងចំណុចហ្នឹងខ្ញុំឮច្រើនគាត់ច្រើនតែយកពាក្យហ្នឹងអត់ពេលរឿងទស្សនៈពេលវេលាពាក្យពេលវេលាមួយបញ្ញាយល់មិនដែរអត់មានពេលទេរឿងហ្នឹងអត់មានពេលទេណា ខ្ញុំអត់ហ៊ាននិយាយក្នុងស្ថានភាពគ្រួសារអ្នកដទៃព្រោះខ្ញុំអត់ដឹងព្រោះស្ថានភាពគ្រួសារផ្សេងគ្នាខ្ញុំអត់អាចទៅម៉ៃថាគ្រួសារផងគេមិនល្អឬក៏ខ្ញុំអត់ដឹងខ្ញុំអត់ហ៊ាននិយាយសម្រាប់គ្រួសារខ្ញុំពួកខ្ញុំបែងចែកថាតើobjective នៃការដែលយើងនិយាយថាអត់ពេលហ្នឹងគឺរឿងអីគេបើសិនជារឿងសុខភាពកូនខ្ញុំហើយនឹងអាណាយល់ស្របគ្នា 100% ថាបើទោះបីជាអាណាកំពុងតែធ្វើពិធីកគេពាក់កណ្ដាលកម្មវិធីហើយក៏ដោយណាខ្ញុំកំពុងតែធ្វើបទបង្ហាញទៅឲ្យអ្នកណាគេចឹងហើយប៉ុន្តែបើសិនជាឮថាកូនក្អួតកូនឆ្លាក់អញ្ចឹងវាអាស្រ័យទៅលើថាតើអាកម្មវត្ថុនៃការដែលយើងនិយាយថាអត់ពេលនឹងរឿងអីគេចឹងណា ចាអញ្ចឹងមានន័យថាបើទោះបីជាអ្វីក៏ដោយគឺកូន first មួយទី1ជាអតិភិបទោះបីជាមានរឿងអ្វីក៏ដោយក៏ទម្លាក់អាហ្នឹងដើម្បីកូនសិនដែរ បើសិនរឿងមួយចំនួនបង រឿងមិនតាន់ អំពីកូនដែរប៉ុន្តែរឿងហ្នឹងថាបញ្ញាប់ឬអត់សំខាន់ឬអត់ជួនកាលវាសំខាន់ប៉ុន្តែវាអត់បញ្ញាប់ជួនកាលរឿងហ្នឹងបញ្ញាប់ប៉ុន្តែវាអត់សូវសំខាន់ជួនកាលវាទាំងពីរជួនកាលវាអត់បញ្ញាប់ហើយវាអត់សំខាន់ទៀតអញ្ចឹងអាហ្នឹងសម្រាប់ខ្ញុំគឺពួកខ្ញុំអាចសិនបានអត់ពេលសិនបានអញ្ចឹងណាប៉ុន្តែបើសិនជាវាបញ្ញាប់ហើយសំខាន់ទៀតអាហ្នឹងគឺចោលអស់ហើយទុកទៅអីទៀត ចាហ្នឹងហើយ បាទ ឈឺថ្មិញផ្សេងអាក្អួតពុលអី បាទហ្នឹងហើយ ហ្នឹង អញ្ចឹងមិនថាកម្មវត្ថុនៃការដែលយើងនិយាយថាអត់ពេលហ្នឹងអីគេខ្ញុំម្ដងទៀតជួនកាលគេនិយាយថាអត់ពេលហ្នឹងរឿងដែរមិនសំខាន់មិនបញ្ញាប់អញ្ចឹងគេមានសិទ្ធិនិយាយហើយសមហេតុសមផលប៉ុនគេបាទប៉ុន្តែជួនកាលរឿងតែមួយជាមួយគ្នាហ្នឹងគ្រួសារខ្លះគាត់មើលឃើញថាសំខាន់អត់បញ្ញាប់គ្រួសារខ្លះមើលឃើញថាបញ្ញាប់អត់សំខាន់គ្រួសារខ្លះមើលឃើញថាបញ្ញាប់ហើយសំខាន់ទៀតគ្រួសារខ្លះទៀតឃើញថាអត់សំខាន់ហើយអត់បញ្ញាប់អញ្ចឹងខុសៗគ្នាខ្ញុំអត់ហ៊ាននិយាយ ហើយពេលតែស្ដាប់ហើយធ្វើឲ្យបងនឹកឃើញថាអ្វីដែលបងមើលឃើញពីគ្រួសារផ្សេងៗគ្នាដូចនិយាយចឹងថាយើងមិនអាចទៅប្រៀបធៀបគ្រួសារណាទេតែអ្វីដែលបងមើលឃើញស្ដាប់ឮនេះគឺទាំងពីរនាក់ចេះប្រស្រ័យគ្នាចេះនិយាយគ្នាចេះប្រស្រ័យគ្នាដឹងអាណាជាអត្ថិភាពអាណាជាអត់ហើយ managing គ្រប់គ្រង stress គ្រប់គ្រងហើយស្ដាប់គ្នាណាគ្រប់គ្រង stress ស្ដាប់គ្នាច្រើន ភាគច្រើនមិនទាំងអស់ទេអូមិនគ្រួសារគំរូទេ ទេចាយល់ហ្នឹងហើយគ្មានគ្រួសារណាជាគ្រួសារគំរូទេណា អត់ខ្ចោះឲ្យវាអត់ទៅ เราអត់ខ្ចោះទេសម្បីតែរបៀបចិញ្ចឹមកូនក៏ដោយ ជាពិសេសរឿងចិញ្ចឹមកូនហ្នឹងហ្មង ខ្ញុំបងតែនិយាយថា there's no perfect parenting អត់មានការចិញ្ចឹមកូនណាដែលល្អឥតខ្ចោះហើយក៏មិនមានសភៅណាដែលនិយាយអំពីការចិញ្ចឹមកូនល្អឥតខ្ចោះដែរវាជារឿងដូចមិនអញ្ចឹងមើល អូច្រើនហើយហ្នឹងខ្ញុំនិយាយតែ2នាក់ទេប៉ុន្តែយើងចិញ្ចឹមកូនមិនមែនតែ2នាក់ណា និយាយតា និយាយតាបាទស្ថានភាពជុំវិញខ្លួនស្ថានភាពហិរញ្ញវត្ថុស្ថានភាពសេដ្ឋកិច្ចហើយទាំងអស់ហ្នឹងសិតតែមានទូនីតិមកលើអធិពលក្នុងការចិញ្ចឹមកូនយើងទាំងអស់បាទបើសិនជាយើងដឹងក្បួនជាក់លាក់ដែលយើងអាចអនុវត្តទៅគឺទទួលបានផលចេះកូនមួយខ្លាចជា superhero អស់ហើយកូនមួយខ្លាចជាអ្នកប្រាជ្ញអស់ហើយព្រោះបទពិសោធន៍ក្នុងការចិញ្ចឹមកូនគឺជាបទពិសោធន៍ដែលយូរជាងគេបំផុតក្នុងចំណោមបទពិសោធន៍ធ្វើការងារអីផ្សេងរបស់មនុស្សជាតិបាទ accounting ទៅបង្កើតឆ្នាំនេះទេ
và khủ cái nứt tầm cá năm được tề và tại hướng chăm côn nó cứ tăng pi chúng nó chấp đam này mình chiết màu mẹ chấp bờ sân chiêng dương vô bọtไปsau tập mà bố chô kia khai từ chiaรูปbốn mũi đại đàn ở kia ai ăn ở vót ban hơi chênh là tập phò chẹt lẹ đôi để dương trong ban mó mũi ngú bạc cai bạc thô đại chuột kia hộp luôn bên son tập phiệp bắt បញ្ញាចាំកូនពិបាកអីជាងគេ ខ្ញុំគិតថាមានពីររឿងធំធំវាមានច្រើនប៉ុន្តែ តាជាងគេ ជាងគេហ្នឹងគឺការដែលយើងមិនអាចរំពឹងទុកមុនថាតើស្អែកវាទៅជាយ៉ាងម៉េចហើយចំណុចហ្នឹងខ្ញុំចង់ថាសម្រាយបានថានិយាយឲ្យស្វកស្មាយជាងមុនក៏បានគឺយើងដូចជារត់ម៉ារ៉ាតុងដែលអត់មានកន្លែងបញ្ចប់យ៉ាងរត់ទៅរហូតមកវាកូនធំទៅធូរឯងកូនធំទៅមានរឿងផ្សេងទៀតខ្ញុំធ្លាប់សួរអ៊ំនៅក្បែរផ្ទះអ៊ំឯងចាំកូនហ្នឹងយ៉ាប់ជាងគេពេលណាគាត់ថាពេលឥឡូវណាវាកំពុងឆ្លោះគ្នាទៅដើមទ្រប 30 ជាងអីហ្នឹង 30 40 50ពេលគាត់ចិត្តផុតហ្នឹងគាត់ថាបបាក់ជាងគេអាពេលហ្នឹងគាត់ចុះអាពេលកាលនៅកូននៅតូចអាពេលហ្នឹងបបាក់ជាងគេពេលហ្នឹងវាមិនមែនជាវាយើងរត់រហូតហើយអត់មើលឃើញអា finish line សោះដឹងនៅណាហ្នឹងថ្មីរហូតតែខ្ញុំតែតែនិយាយលេងសើចលេងផងមែនផងមួយនៅឪពុកម្ដាយថាកុំបារម្ភពេកនៅពេលដែលចាំកូនណាកុំផ្ដល់ធម៌ពលផនយើងទាំងអស់ទៅលើការដោះស្រាយបញ្ហាមួយនៅក្នុងថ្ងៃហ្នឹងព្រោះវាគង់តែមានអាបញ្ហាផ្សេងទៀតកើតឡើងនៅថ្ងៃស្អែកទេ ត្រូវ អញ្ចឹងអាហ្នឹងទី1អារឿងដែលយើងមិនអាចរំពឹងទុកបានហ្នឹងទី2គឺដោយការងារផ្សេងទៀតដែរគឺការប្រស័យតាក់ទងគ្នារវាង stakeholder រវាងអ្នកដែលចាំចូលរួមចាំកូនទាំងអស់បាទការងារអត់ពិបាកទេប៉ុន្តែអ្នកធ្វើការងារហ្នឹងប្រស័យតាក់ទងគ្នារបៀបម៉េចអាហ្នឹងពិបាកជាងគេយើងនិយាយតែពីអ្នកប្តីប្រពន្ធមនុស្សមកពី background ផ្សេងគ្នាដាច់ផឹងណាមកពីកំពង់ចាមខ្ញុំកើតនៅពេទ្យទុកសង្ឃមកដាក់បញ្ចូលគ្នាឲ្យវាទៅជាល្អឥតខ្ចោះវាអត់ទៅរួចទេហើយហ្នឹងគិតតែខ្ញុំពីអ្នកប្តីប្រពន្ធចុះម៉ែក្មេកឪក្មេក ចំនួនខុសទៀត តាបាទខុសចំនួន generational problem ផងផ្នែកនេះផ្នែកនោះហ្នឹងអត់គិតពីអាកតាផ្សេងក្រៅពីហ្នឹងមួយជាន់ទៀតពេលហ្នឹងសម័យ COVID អត់បាទពេលហ្នឹងឥឡូវដូចឥឡូវមជ្ឈបូព៌ាពុំមានសង្គ្រាមសាំងឡើងថ្លៃនេះឡើងថ្លៃអត់អញ្ចឹងអាទាំងអស់ហ្នឹងដូចខ្ញុំលើកឡើងមកអញ្ចឹងគឺវាច្រើនពេកពេលអញ្ចឹងទៅការដែលប្រមូលព័ត៌មានការដែលប្រមូលកតាដែលយកមកត្រូវពិចារណានោះវាច្រើនពេកហើយយកអាហ្នឹងមកសកត់បញ្ចូលគ្នាហើយយើងត្រូវសម្រាប់ចិត្តទៅលើរឿងហ្នឹងទៅតាម background ទៅតាមចំណង់ចំណូលចិត្តទៅលើរឿងការពិចារណាផងយើងទៀតហើយខ្ញុំពីអ្នកណាបើមើលឃើញអញ្ចឹងប៉ុន្តែមានរឿងប្រកែកគ្នារាល់ថ្ងៃមានរឿងនិយាយគ្នារាល់ថ្ងៃមួយទៅលិចមួយទៅកើតមួយទៅលិចមួយទៅកើតអញ្ចឹងហើយហ្នឹងពីរអ្នកមួយតានិយាយទៅណានោះផ្សេងទៀតអញ្ចឹងណា យល់ហើយមិញបញ្ញាថាមនុស្សម្នាក់ៗមានការរំពឹងទុកផងដល់ពេលរំពឹងទុកអាការរំពឹងទុកហ្នឹងដែលទាញការប្រស្រ័យតាក់ទងនេះខុសបងពេលដែលបញ្ញាប្រាប់មិញហ្នឹងបងនឹកឃើញដល់សឡមួយចានដែលអ្នកនេះចូលចិត្តអំបិលខ្លាំង បាទ អ្នកនេះចូលចិត្តស្ករច្រើនអ្នកនេះចូលចិត្តហឹរច្រើនដល់ពេលដាក់ចូលគ្នា បាទ ពិបាកហើយអានេះជាអ្វីដែលបងមើលឃើញដែរអា generation ដែលអូននិយាយមើលចំនួនខុសគ្នាហ្នឹងខ្ញុំមើលឃើញថាក្មេងការលូតលាស់របស់ក្មេងដែលតាមរយៈការងាររបស់បងក្មេងដែលរស់នៅក្នុងក្រុមគ្រួសារដែលមានច្រើនចំនួនជុំគ្នាពេកហ្នឹងគ្នាមានទំនោរមានវិបត្តិផ្លូវចិត្តច្រើនជាងក្មេងដែលរស់នៅតែឯករាជ្យជាមួយឪពុកម្ដាយខ្ញុំនិយាយចឹងអត់មានន័យថាបន្ទោសយាយតាបន្ទោសឪពុកម្ដាយក្នុងការនៅជាមួយកូនជាគ្រួសារធំឯងអត់បន្ទោសទេប៉ុន្តែគឺ reflect ឆ្លុះបញ្ចាំងមកវិញគឺដោយសារតែគាត់ព្យាយាមមានអីដែលខុសគ្នាមានអីដែលខុសគ្នាមានអីខុសគ្នាចាក់ហ្នឹងក្មេងវែងហ្មង ខ្ញុំមើលឃើញផ្ទុយពីបងឯងទាំងស្រុងហ្មងរឿងដូចគ្នាអញ្ចឹងដែរប៉ុន្តែខ្ញុំគិតថានៅពេលដែលកូនរស់នៅក្នុងបរិបទមួយដែលមានច្រើនជំនាន់មានច្រើនស្រទាប់នៃឥទ្ធិពលបាទ different layers of impact ហ្នឹង different layers of influence ហ្នឹងគឺជួយឲ្យកូន more resilient ខ្ញុំចង់ឲ្យនៅពេលដែលកូនខឹងម៉ែខឹងឪដោយប្រការណាមួយយើងព្រោះនៅមួយគ្នាតែកិច្ចអាចទៅនិយាយមួយយាយបានអាចទៅនិយាយជាមួយតាបានអាចទៅនិយាយជាមួយមីងជាមួយពូបានបើសិនជានេះខ្ញុំរងថ្ងៃខ្ញុំ appreciate ស្ថានភាពគ្រួសារផងខ្ញុំដោយសារតែមាននិយាយខ្ញុំទៅផ្ទះតាតែផ្ទះប៉ាខ្ញុំរាល់ថ្ងៃរាល់ល្ងាចមកខ្ញុំហូបបាយផ្ទះប៉ាខ្ញុំអញ្ចឹងកូនវាអត់នៅមួយយើង24ម៉ោងលើ24ម៉ោង
អញ្ចឹងមានការអីបើធន់ជាមួយយើងទៅលេងជាមួយតាបានធន់ជាមួយតាទៅលេងជាមួយយាយធន់ជាមួយយាយទៅលេងជាមួយបងមានបងមានប្អូនមានចដូនមួយមានអីចឹងមកឆ្លាក់ខ្ញុំមើលឃើញផលប្រយោជន៍ត្រូវហើយមានការដាក់សម្ពាធពីខាងនេះខាងនោះត្រូវហើយប៉ុន្តែខ្ញុំមើលឃើញថាកូនខ្ញុំចេះសម្របខ្លួនទៅតាម personality ផងអ្នកដែលខ្លួនឯង engage ជាមួយហ្នឹង បងអត់ប្រឆាំងទេបងយល់ស្របជាមួយកន្លែងហ្នឹងពីព្រោះនេះយើងនិយាយថាចិញ្ចឹមកូនមិនមែនតែមកផ្ទះមកភូមិ បាទ ហ្នឹងហើយមកភូមិមកផ្ទះហ្នឹងប៉ុន្តែបងនិយាយថាការរកឃើញរបស់បងមិញនៅក្នុងនេះហ្នឹងគឺដោយសារតែពួកគាត់បែបហ្នឹងមែន បាទ ប៉ុន្តែគាត់ប្រឆាំងគ្នារហូតចាស់ហ្នឹងហើយអត់ត្រូវគ្នាទេ បាទ អាគំនិតចង់ឲ្យកូនចេះខាងនេះចេះប្រឆាំងគ្នាបានកូនមានវិបត្តិផ្លូវចិត្តតែបើកូនបើពុកម្ដាយចាស់ទុំយាយតាមីងពូជាអ្នកជា supporting system ជាអ្នកគ្រប់គ្រងហ្នឹងអាហ្នឹង បាទ អភិវឌ្ឍល្អ ហ្នឹងខ្ញុំយល់ស្របមួយបងឯងបើសិន ហ្នឹង ជា ហើយ គ្រប់element គ្រប់សារធាតុផ្សំនៃការចិញ្ចឹមកូនហ្នឹងស្របគ្នាដល់កម្រិតមួយនឹងជួយឲ្យកូនកាន់តែលូតលាស់កាន់តែមានភាពធន់ ហ្នឹង ទៅនឹងការដោះស្រាយបញ្ហាជាមួយនឹងអ្នកដទៃប៉ុន្តែបើសិនជាមួយព្យាយាមដកគុណតម្លៃខ្លួនឯងចេញដើម្បីតែផលប្រយោជន៍ខ្លួនឯង គឺក៏អញនិយមពេក បាទចេញពីការចិញ្ចឹមកូនរួមគ្នាហ្នឹងគឺកូនហ្នឹងមិនដឹងចាប់ចង់ប្រជុំគល់ទៅណា ហ្នឹង បាទ បងនិយាយហ្នឹងគឺចង់សម្រាប់បែបហ្នឹងហ្នឹងហើយបងក៏គ្រប់គ្រងឲ្យមាន community ដែរ បាទ បងក៏អញ្ចឹងដែរពេលខ្លះយើងយកកូនយើងទៅជួបមិត្តភ័ក្តិទៅជួបអីដើម្បីតា បាទបាទ គាត់ចេះស្គាល់អា បាទ ភាពធន់នឹងឯងបញ្ញាមិញនិយាយពីរឿងមហូបថាតែញ៉ាំបាយតែប៉ា បាទ នៅក្នុងចក្រានបាយប៉ាម៉ាក់មានអ្វីច្រើនជាងគេដើម្បីកូនសម្រាប់កូនតូច នៅចក្រានបាយម៉ាក់ខ្ញុំមានអត់មានរបស់សម្រាប់កូនខ្ញុំច្រើនទេតែសារតែនៅផ្ទះខ្ញុំមានរបស់ពីសម្រាប់កូនខ្ញុំច្រើនប៉ុន្តែគឺគាត់មានផ្លែឈើហើយនឹងសាច់ដែលគាត់អាចបដោះគោយហ្នឹងហមថាកូនអានេះញ៉ាំអានេះមិនញ៉ាំជួនកាលគាត់ធ្វើបាញ់ហយអីហ្នឹងកូនអត់ចេះហូបគាត់អាចជៀនសាច់អញ្ចឹងមានសាច់សគួរនៅក្នុងហ្នឹងហើយនឹងមានផ្លែឈើប៉ុន្តែគឺមិនមែនតែសម្រាប់កូនខ្ញុំទេសម្រាប់តាទួតផងសម្រាប់ខ្លួនគាត់ផងអីផងប៉ុន្តែបើបងសួរថាមានសារធាតុផ្សំអីខ្លះនៅក្នុងចង្កោមផ្ទះបាយម៉ាក់ប៉ាខ្ញុំដែលខ្ញុំទៅហូបបាយល្ងាចផ្ទះគាត់រាល់ថ្ងៃហ្នឹងគឺមានតែពីរហ្នឹងគឺសម្រាប់កូនខ្ញុំដែលកូនខ្ញុំអាចទៅយកហូបបាន គេចូលចិត្តបន្លែអត់ពីអ្នកនោះ បន្លែអីបាទ ឲ្យតែបន្លែ កូន គាត់ចូលចិត្តបន្លែអ្វី កូនទី2ផងខ្ញុំចូលចិត្តតកួនតតែមកជូរគ្រឿងកូនទី1ផងខ្ញុំចូលចិត្តបន្លែច្រើនជាងពងទាចៀនស្អំកកោប្រហើវាហូបបាន សុំអមតែញ៉ាំផងព្រោះគេមកជួគ្រឿងតកួនហើយនឹងហើយកតូននេះសិតតែចដូនចិត្តដូចគ្នាតែពីក្មេងអត់ចូលចិត្តទេខ្ញុំជាអ្នកខេត្តហើយជុំវិញផ្ទះហ្នឹងមានអាបន្លែតលុករបស់យើងអញ្ចឹងទៅពីទូចមកស្អប់ស្លកកោដោយសារយើងសម្បូរពេកយើងច្រើនពេក បាទ ហ្នឹងហើយត្រឡប់ទៅមតិយោបល់ពីសហគមន៍វិញបញ្ញាមិញយើងស្ដាប់ហើយថាគាត់ពិបាកគាត់ថាពិបាកចៅគាត់ហើយមានមួយចំណុចនោះគាត់ថាប្រខ្លះទៅវាយដើម្បីឲ្យចៅគាត់កូនគាត់ហ្នឹងហូបបន្លែលាយចម្រោះណាកុំឲ្យតែស្អីក៏ក្រៀមក្រោះពេកស្អីក៏ដូចឧទាហរណ៍ថាថ្ងៃខ្លះគេចង់ញ៉ាំប្រហិតឬក៏អីហើយនៅខេត្តខុសពីនៅភ្នំពេញហើយជំរឿ50%អត់ស្អីមានទេមានជុំវិញផ្ទះប៉ុន្តែអាហារដែលអាហារស្រាប់អត់សូវមានអាណា organic អីទេឬក៏មើលស្រួលទេធ្វើម៉េចដើម្បីឲ្យកូនអាចចេះញ៉ាំស្លកូលបន្លែចម្រុះអីនឹងបាន សម្រាប់ខ្ញុំជាមនុស្សកំពូលមហារើមហូបលើលោក អ្នកដែលខ្ញុំស្គាល់ទាំងអស់អត់មានពីណាគេរើមហូបជាងខ្ញុំទេហើយហ្នឹងគឺជារឿងមួយដែលខ្ញុំមើលឃើញថាជាចំណុចខ្សោយខ្លាំងសម្រាប់ខ្លួនឯងហ្មងនៅពេលដែលខ្លួនឯងទៅរៀនអាហារូបករណ៍នៅខាងក្រៅពិបាករឿងហូបហ្នឹងឯងខ្ញុំអត់ចង់ឲ្យកូនខ្ញុំអញ្ចឹងទេអញ្ចឹងដល់ចំណុចមួយពេលខ្លះខ្ញុំ overcompensate ពេលខ្លះខ្ញុំរុញបច្ចេកទិសជ្រុលខ្ញុំចង់ឲ្យកូនខ្ញុំអត់ដូចខ្ញុំទេនៅក្នុងផ្នែកមួយហ្នឹងអញ្ចឹងខ្ញុំព្យាយាមធ្វើម៉េចឲ្យកូនញ៉ាំបានចម្រុះផុតតាមដែលអាចទៅរួចខ្ញុំគិតថាពុកម្ដាយណាក៏អញ្ចឹងដែរតែខ្ញុំវាបច្ចេកវាលើសគេបន្តិចដោយសារតែខ្ញុំមានបទពិសោធន៍ខ្លួនឯងដែលថាជាមនុស្សរើមហូបដូច្នេះខ្ញុំព្យាយាមកុំឲ្យកូនរើមហូបមិនធ្វើបាន 100% ទេបើមកហូបណាពិបាកញុកខ្លាំងពេកហ្នឹងគឺទៅតែមិនរួចដូចគ្នាហ្នឹងបើថាកូនក្អួតទៅយើងធ្វើមិនចាស់បាទខ្ញុំអត់មានកលឹះមួយ
ជាក់លាក់ទេប៉ុន្តែមានកលឹះមួយដែលខ្ញុំព្យាយាមធ្វើកន្លងមកវាបានផលភាគច្រើនគឺ repetition គឺខ្ញុំធ្វើរឿងដដែលហ្នឹងច្រើនដងខ្ញុំដឹងថាកូនខ្ញុំចូលចិត្តអាមួយនេះជាក់លាក់បើដាក់អាហ្នឹងទៅគឺដឹងតែហូបហ្មងអញ្ចឹង comfort food មានបង្ការខ្ញុំបង្ការមួយទៀតមិនមែនជា comfort អាចជា comfort food ក៏បានប៉ុន្តែមួយហ្នឹងគឺមិនអាស្រ័យទៅលើរសជាតិទេអាស្រ័យទៅលើអាហារូបត្ថម្ភដែលមាននៅក្នុងម្ហូបហ្នឹងគឺប៉ុន្តែខ្ញុំព្យាយាមរាល់ថ្ងៃគឺម្ហូបវាអត់ឲ្យជន់គ្នាហើយវាចៃដន្យសំណាងល្អដែលខ្ញុំអាចមានលទ្ធភាព outsource មានលទ្ធភាពជួលក្រុមហ៊ុនដើម្បីឲ្យគេធ្វើម្ហូបជាប្រចាំមកឲ្យកូនបានដូច្នេះរាល់ល្ងាចមានម្ហូបស្រាប់ដែលធ្វើខុសគ្នារាល់ថ្ងៃហ្នឹងគឺមកទុកសម្រាប់កូនអញ្ចឹងឲ្យកូនហូបអាហ្នឹងមុនបើកូនហូបបានល្អអញ្ចឹងអាហ្នឹងវាខុសគ្នាចម្រុះរហូតអញ្ចឹងទៅប៉ុន្តែបើដល់ចំណុចមួយដែលដូចខ្ញុំនិយាយអញ្ចឹងញុកលេងចូលដាក់ទៅគ្នាមិនអាចទទួលយកបានហ្មងគឺពួកខ្ញុំមាន comfort food 2តង់ comfort food ទី1មិនឆ្ងាញ់ណាស់ណាទេប៉ុន្តែវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយ comfort food មួយទៀតគឺរបស់ដែលឆ្ងាញ់ហ្មងពងទាចៀនសាច់ជ្រូកចៀនអីចឹងតែប៉ុន្តែនេះគឺជាដំណាក់កាលចុងក្រោយព្រោះយើងខ្ញុំបើថាគ្នាហូបអានេះច្រើនដងហើយមួយអាទិត្យ7ថ្ងៃយើងអាចឆ្លៀតមួយថ្ងៃ2ថ្ងៃដើម្បីឲ្យកូនសប្បាយចិត្តដែរទៅណា ចឹងឲ្យស្ដាប់ទៅមើលកូនផ្ដល់ជាជំរឿនឲ្យច្រើនហើយបង្កើតបរិយាកាសរីករាយជាជាងបង្ខំខ្លះដែរ អត់ចង់បង្ខំទេបាទប៉ុន្តែពេលខ្លះវាជាជំរឿនមួយដែលយើងមិនអាចតិចផុតបាទ បងបាត់ពិសោធន៍បងបង្ខំខ្លះដែរប៉ុន្តែគាត់អត់វាយ បង្ខំប៉ុន្តែបើបង្ខំឲ្យនៅតែមិនចូលទៀត ចា អាហ្នឹងគឺយើងនេះប៉ុន្តែអាហ្នឹងវាជាផ្នែកមួយដែលខ្ញុំស្ដាយសម្រាប់ការចិញ្ចឹមកូនបើសិនជាមើលត្រឡប់ទៅវិញហ្នឹងគឺខ្ញុំផ្ដោតទៅលើថាកូនឆ្អែតប៉ុណ្ណាកូនមានរបស់ហូបពេញលេញប៉ុណ្ណាខ្ញុំអត់បានគិតដល់រហូតដល់ពេលដែលដល់ចំណុចមួយដែលខ្ញុំគិតត្រឡប់ទៅវិញហ្នឹងគឺខ្ញុំអត់ដែលអនុញ្ញាតឲ្យកូនឃ្លានទេហើយហ្នឹងខ្ញុំគិតថាជាកំហុសមួយក្នុងការចិញ្ចឹមកូនទៅលើផ្នែកអាហារូបត្ថម្ភរបស់ខ្ញុំដល់ពេលកូនអត់ឃ្លានហ្នឹងមែនអត់ឃ្លានខ្លាំងទេណានៅពេលដែលកូន អត់សូវហេវ អត់បាទអត់សូវហេវហ្នឹងណាគឺកូនមានជម្រើសច្រើនអញ្ចឹងកូនគឺធម្មតាទាំងយើងទាំងគេយើងរកអាម្ហូបណាដែលយើងចូលចិត្តឆ្ងាញ់ប៉ុន្តែបើសិនជាយើងហេវយើងប្រហែលជាអត់សូវបារម្ភរឿងអាម្ហូបនឹងឆ្ងាញ់អញ្ចឹងណាដោយសារតែខ្ញុំហើយនឹងណាដូចគ្នាយើងអត់ចង់ឲ្យកូនខ្វះទេយើងព្យាយាមច្រើនផុតតាមអាចទៅរួចដើម្បីឲ្យកូនមានគ្រប់គ្រាន់តាំងពីរបស់លេងទៅអីចឹងប៉ុន្តែអាហ្នឹងវាជាចំណុចខ្សោយមួយដែរពាក្យថាគ្រប់គ្រាន់ហ្នឹងវាអាចផ្ដល់ឥទ្ធិពលអវិជ្ជមានដល់ឲ្យកូនបាទហើយហ្នឹងមិនតែរឿងមហូបទេទៅរឿងរបស់លេងទាំងរឿងរបស់រៀនទាំងរឿងសកម្មភាពប្រចាំថ្ងៃ បញ្ញាជួយបន្ថែមតិចមើលផ្ដល់ផលអវិជ្ជមានផលមិនល្អនឹងអ្វីខ្លះទៅ ខ្ញុំនិយាយរឿងមហូបមិនសិននៅពេលដែលកូនអត់ដែលឃ្លានកូនអត់ចេះទៅរកអីហូបខ្លួនឯងទេហើយបើសិនជានៅពេលដែលឃ្លានងាកទៅឃើញរបស់ដែល comfort food ខ្លួនឯងហ្នឹងនៅមាននៅក្នុងទូទឹកកកមាននៅលើតុមានអីចឹងរបស់ដែលយើងចង់ឲ្យកូនហូបដែលក្រៅពីរបស់ដែលកូនចង់បានហ្នឹងកូនមានអានោះមិនក៏មិនឲ្យញ៉ាំអញ្ចឹងបកែកគ្នាឆ្លោះគ្នាបខំដាក់សម្ពាធណាបើសិនជាអត់ហ្មងថ្ងៃហ្នឹងយើងមកទោះយើងត្រឡប់ទៅមើល អីនោះ បាទលក្ខខណ្ឌដែលយើងអត់មានគ្រប់គ្រាន់ហ្នឹងណាមានអីហូបហ្នឹងបាទពេលអញ្ចឹងលេងរើសហើយអញ្ចឹងសម្រាប់ខ្ញុំការដែលយើងមានគ្រប់គ្រាន់ឬក៏មានបបោឲ្យកូនហ្នឹងណាគឺអាចធ្វើឲ្យកូនមិនទទួលយកជំរើសដែលកំពុងតែមាននៅមុខខ្លួនឯងហ្នឹងអាហ្នឹងរឿងម្ហូបរឿងរបស់លេងនៅផ្ទះមានច្រើនម៉ែឪឃើញនេះល្អទិញឲ្យកូនហ្នឹងនិយាយខ្ញុំមិននិយាយគេអញ្ចឹងកូន overstimulated កូនគឺងាកលេងអានេះងាកលេងអានោះលេងអានេះបានពាក់កណ្ដាលទៅលេងអានោះលេងអានោះបានពាក់កណ្ដាលទៅលេងអានេះអញ្ចឹងកូនអត់ដែលធុញទេហើយការដែលធុញហ្នឹងគឺនាំឲ្យកូនបង្កើតភាពច្នៃប្រឌិតទៅកាច់មែកឈើយកមកលេងទៅយកដីសយកមកគូសចេញជារៀងនេះរៀងនោះបង្កើត
រូបភាពអី រូបភាពផ្សេងបង្កើតសកម្មភាពណាមួយមកបំពេញចន្លោះដែលបង្កើតឡើងដោយភាពធុញទ្រាន់ផងកូនហ្នឹងហើយដោយសារតែយើងផ្ដល់ឲ្យកូនវាបបោអញ្ចឹងកូនបាត់អាភាពធុញហ្នឹងអញ្ចឹងនៅពេលដែលធុញមិនតិចមកកេះមកទាមកអីកាលពីខ្ញុំព្យាយាមreflect ឆ្លោះបញ្ចាំងទៅកាលពីចំនួនខ្ញុំវិញដែលថាម៉ែឪជាប់ទៅធ្វើការជាប់ទៅផ្សារអញ្ចឹងនៅផ្ទះហ្នឹងមានគ្រាប់មានយើងយកគ្រាប់មានគ្រប់វងបាទយើងមានកស៊ូចងធ្វើមេតាំងប៉ុន្តែទាំងអស់ហ្នឹងគឺអនុញ្ញាតឲ្យកូនរៀនបង្កើតអីថ្មីនៅពេលដែលយើងឲ្យកូនមានគ្រប់គ្រាន់បបោកូនបាត់ឱកាសក្នុងការបង្កើតអាហ្នឹងនិយាយរឿងលេងនិយាយរឿងរៀនយើងបំពេញឲ្យកូនសពគ្រប់រៀនកូនទៅពេលទៅដល់សាលាកូនអត់មានសកម្មភាព engage ជាមួយនឹងគ្រូអីកើតព្រោះខ្ញុំនិយាយហ្នឹងចេញពីបទពិសោធន៍តែមិនបទពិសោធន៍ល្អឲ្យគ្រប់ពេលណាគឺចេញពីកំហុសដែរខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងរឿងអនុឥឡូវហ្នឹងហ្មងនៅពេលដែលឃើញfloor នៅពេលដែលឃើញកន្លែងទៅដល់លេងហ្នឹងមានអាខាងនេះពណ៌ទឹកសមុទ្រហើយកន្លែងនេះពណ៌ក្រហមអញ្ចឹងក្នុងក្បាលកូនហ្នឹងអូតូម៉ាទិកអាទឹកពណ៌ខៀវហ្នឹងគឺទឹកសមុទ្រអូមានត្រីឆ្លាមមកហើយយើងរត់គេចពីត្រីឆ្លាមឃើញពណ៌ក្រហមអូកំអែភ្នំភ្លើងឡាវ៉ាកុំទៅជាប់វាលាកក្តៅណាសបាយល្អប៉ុន្តែដល់ពេលគ្រូមានសកម្មភាពអីផ្សេងក្រៅពីហ្នឹងគ្រូព្យាយាមទាញមកពេលទៅយកកូនក្មេង10នាក់ចេញពីថ្នាក់ហ្នឹងទៅធ្វើសកម្មភាពអីមួយឃើញអនុលេងតែឯងមិនមែនលេងតែឯងនឹងខូចខុសអីទេប៉ុន្តែគ្រាន់តែគ្នាវាមានក្នុងក្បាលគ្នាហ្នឹងវាអត់ដែលតនេសោះអញ្ចឹងគ្នាវាមានរឿងត្រូវធ្វើឲ្យពេលអញ្ចឹងគ្រូពិបាកទាញកូនមួយចំនួនមិនថាកូនគេល្អឬក៏អាក្រក់ជាងកូនខ្ញុំទេប៉ុន្តែគេអាចទទួលយក instruction ពីគ្រូបានងាយទទួលយកការណែនាំពីគ្រូបានងាយជាងកូនខ្ញុំអញ្ចឹងអាពាក្យថាគ្រប់គ្រាន់ហ្នឹងមិនមែនបានន័យថាល្អគ្រប់បែបយ៉ាងទេវាតែងតែមកជាមួយនឹងផលវិបាកដែលខ្ញុំ find out the hard way ដែលខ្ញុំមើលឃើញនៅពេលដែលខ្ញុំឆ្លុះបញ្ចាំងទៅលើការចាប់កូនខ្លួនឯងវិញទាំងទៅលើម្ហូបអាហារទៅលើសកម្មភាពលេងទៅលើការទៅរៀនអីចឹងបើផលលំបាកមួយដែលបងមើលឃើញដែរក៏ឆ្លងកាត់ខ្លួនឯងដែរគឺឲ្យច្រើនពេកហ្នឹងគឺក៏អត់ចេះធ្វើអីដែរបាទអត់ចេះធ្វើអីឲ្យច្រើនពេកគឺរឿងអីគេឧបករណ៍ទូរស័ព្ទ iPad អីហ្នឹងឲ្យច្រើនពេកគាត់អត់ឆ្នៃប្រឌិតមិនត្រឡប់ទៅពេលយើងទៀតណាខ្ញុំនៅតែគ្រប់គ្រងកន្លែងហ្នឹងហើយទៅសមុទ្រខ្លះឲ្យពងម្ដាយខ្លះស្ពាយតាំងពីអាចជោកបាទស្អីហ្នឹងជោកសង់ស្អីហ្នឹងណាអ្វីគ្រប់យ៉ាងកើតចេញពីដៃទាំងអស់បាទមែនទេអញ្ចឹងកូនក្មេងអត់នឹកឃើញទៅយកស្លឹកឆាត់យកមកធ្វើជាដបូលផ្ទះអីអត់ទេព្រោះយើងដាក់ឲ្យផ្ទះឲ្យកូនបាត់ហើយណាអញ្ចឹងកូនបាត់បង់ឱកាសក្នុងការទៅបាទអភិវឌ្ឍទាំងអស់ទាំងខួរក្បាលទាំង gross motor អាចលករធំតូចអីហ្នឹងវាទៅនឹងមួយសកម្មភាពទាំងអស់អញ្ចឹងវាហ្នឹងហើយបើកូនក្មេងបើយើងសិនអ្នកខ្ញុំជឿថាយើងជាអ្នកជំនាញកូនក្មេងដូចគ្នាជំនាញលើកូនយើងបាទកូនយើងមិនអត់ជំនាញលើកូនគេទេគឺរឿងថាតែបើវិទ្យាសាស្ត្រតែម្ដងក៏គេនិយាយពាក្យមួយថាទៅប៉ុនមកខួរក្បាលគេប្រើពាក្យថា use it or lose it ប្រើវាឬក៏ទុកឲ្យវាងាប់ចោលbrand អីកោសិកាក្នុងខួរក្បាលនឹងឯងចឹងហើយគេច្រើនតែទុកឲ្យបង្កើតបរិយាកាសទំនេរឲ្យក្មេងឆ្នៃប្រឌិតជាជាងមានអ្វីគ្រប់យ៉ាងបាទព្រោះពេលដែលគាត់មានអ្វីគ្រប់យ៉ាងពេលធំទៅគាត់អត់ចេះដោះស្រាយបញ្ហាបាទហើយខ្ញុំស្វែងយល់ពីអាហ្នឹងបន្ទាប់ពីមានកូន1 2អាយុឥឡូវ5ឆ្នាំ3ឆ្នាំហើយការដែលកូនដេកឆាក់អញ្ចឹងហ្នឹងគឺល្អជាងនៅពេលដែលកូនយើងទិញរបស់របរឲ្យកូនប្រើបានគ្រប់បែបយ៉ាងចាបាទហើយចំណុចហ្នឹងដែរបើសិនជាយើងរៀនពីបទពិសោធន៍ហ្នឹងយើងក៏អត់សូវ stress អត់សូវហត់ចិត្តខ្លាំងខំប្រឹងអូរស់លុយធ្វើម៉េចបានច្រើនដើម្បីឲ្យគ្រប់យ៉ាងទៅកូនព្រោះ stress របស់ឪពុកម្ដាយមកកូនទៀតហ្នឹងហើយអញ្ចឹងបើការគិតបែបហ្នឹងក៏មួយយ៉ាងដែរមិនមែនថាមកឲ្យប្រឹងរស់លុយទេបាទខ្ញុំសុំបាយអូហូស្ទឹមតាមតិចទៀតខ្ញុំដោយឪពុកម្ដាយមួយចំនួនធំដែរដែលខ្ញុំស្គាល់ហ្នឹងគឺយើងចាត់ទុកថាសុភមង្គលផនកូនការសบายរីផនកូនគឺជាគោលដៅចុងក្រោយផនយើងគឺយើងចង់ឲ្យកូនសบายប៉ុន្តែគិតត្រឡប់មកវិញទៅខ្ញុំគិតថាទូនាទីផនយើងអត់គួរតែព្យាយាមឲ្យកូនសบายរហូតទេខ្ញុំគិតថា
នឹងត្រឡប់គិតត្រឡប់ទៅវិញណាខ្ញុំគាត់ថាទូនទីផងយើងគឺត្រៀមកូនយើងរៀបចំកូនយើងឲ្យអាចចូលក្នុងសង្គមចុះបើសិនជាយើងចង់ឲ្យកូនសប្បាយចិត្តរហូតណាយើងផ្ដល់របស់ដែលកូនសប្បាយចិត្តយើងផ្ដល់របស់ដែលកូនចូលចិត្តញ៉ាំយើងផ្ដល់របស់លេងជាប្រចាំឲ្យគាត់គឺគាត់ខ្លាចទៅជាអ្នកដែលអាស្រ័យលើយើងទាំងស្រុងហើយគាត់នឹងមិនចូលស្របទៅនឹងចំណុះនៃសង្គមដែលមានក្បួនច្បាប់លើសពីផ្ទះយើងបាទព្រោះអត់មានពីណាគេត្រូវកូនយើងដូចយើងទេតែពេលកូនចូលសាលាមានគ្រូណាមកត្រូវកូនយើងដូចឪពុកម្ដាយថាតើយើងចង់ឲ្យកូនអាចទទួលបទពិសោធន៍នៅពេលដែលកូនត្រៀមខ្លួនប្រឈមមុខជាមួយនឹងបទពិសោធន៍មនុស្សធំឬក៏ចង់ឲ្យយើងនៅតកងគាត់ដល់ពេលណាអញ្ចឹង បងក៏សុំបាយហូអូស្ទឹងតិចដែរកន្លែងហ្នឹងបងតែងនិយាយថាហើយប្រាប់កូនខ្លួនឯងដែរថាកូនពិភពលោកនៅខាងក្រៅតែចេញពីផ្ទះគ្រោះថ្នាក់ជាងក្នុងផ្ទះឆ្ងាយ បាទ ពិបាកជាងក្នុងផ្ទះឆ្ងាយអញ្ចឹងត្រូវរៀនធ្វើអីដែលខ្លួនឯងបានធ្វើបានអ្វីដែលខ្លួនឯងធ្វើបាននៅក្នុងផ្ទះអាហ្នឹងសុទ្ធតែជាមេរៀនហើយមានត្រឡប់មួយប្រចាំថ្ងៃគឺខ្ញុំអត់មានចំភៅទេនៅផ្ទះមានអ្នកជួយសម្អាតជួយអីពីព្រោះយើងក៏រវល់កូនក៏យើងក៏រវល់ច្រើនមានអ្នកសម្អាតថែទាំប៉ុន្តែរឿងមហូបគឺបងអត់មានទេពីព្រោះបងគំនិតដូចបញ្ញាអញ្ចឹងថាបើយើងឲ្យគ្រប់យ៉ាងកូនយើងអត់ចេះ បាទ ហ្នឹងហើយឲ្យគ្រប់យ៉ាងកូនយើងអត់ចេះទេមានតែបោកកៅអៅឲ្យអត់បានអត់ចេះ បោកអាវខ្លួនឯង បោកកៅអៅខ្លួនឯងអត់មានអត់ចេះអ៊ុតអត់ចេះអីទាំងអស់ហ្នឹងអត់មានចុងភៅកូនខ្ញុំចេះធ្វើម្ហូបគឺបែបហ្នឹងឯងដែលត្រឡប់ចង់ត្រឡប់មកថាទស្សនៈនៃការចិញ្ចឹមកូនរបស់យើងស្តៀងគ្នាខ្លាំងមែនតើរឿងកុំឲ្យច្រើនពេកមកគ្រប់គ្រាន់មកលូតលាស់ បាទ ហ្នឹងហើយ ប៉ុន្តែនិយាយចឹងមិនមែនថាអូពីរអ្នកហ្នឹងនឹងចំកូនល្អយ៉ាងណាទេមើលទៅអត់ទេ អត់ទេ រៀនពីចំណុចល្អហើយនឹងចំណុចខ្វះខាតរបស់ខ្លួនឯងមកនិយាយហ្នឹង ហ្នឹងហើយមនុស្សជាច្រើនតែងតែគិតថាអាហារូបត្ថម្ភមនុស្សជាច្រើនតែងតែគិតថាអាហារូបត្ថម្ភហើយនឹងការចិញ្ចឹមកូនណាជាតួនាទីរបស់ម្ដាយជាតួនាទីរបស់ម្ដាយហើយឯងបានជាឪពុកសំខាន់ចាំបាច់ដែរ ខ្ញុំសូមបដោតទៅលើផ្នែកដំបូងនៃសំណួរផងបងតិចសិនមនុស្សភាគច្រើនគិតថាការងារចិញ្ចឹមកូនគឺជាសកម្មភាពផនម្ដាយទៅលើជាពិសេសទៅលើការផ្ដល់អាហារូបត្ថម្ភខ្ញុំគិតថាយើងមើលត្រឡប់ទៅការពេលឪពុកម្ដាយនៅតូចវិញនៅពេលដែលចិត្តផ្លែឈើពីណាគេអ្នកចិត្តនៅពេលដែលដាំស្លពីណាគេអ្នកធ្វើបើសិនជាគាត់អត់ត្រឡប់ចិត្តផ្លែឈើអត់ត្រឡប់ដាំស្លអីទេដល់ពេលគាត់ធំឡើងគឺគាត់គិតថាអាហ្នឹងគឺជារឿងមិនមែនរឿងផាន់គាត់ទេអញ្ចឹងណាចឹងម្ដងទៀតខ្ញុំអត់បន្ទោសប៉ាម៉ាក់គាត់ខ្ញុំអត់បន្ទោសតាយាយទេខ្ញុំគិតថាខ្ញុំព្យាយាមយល់ថាមូលហេតុដែលមនុស្សមួយចំនួនគិតថារឿងនេះគឺជារឿងរបស់ម្ដាយដោយសារគាត់ឃើញម្ដាយគាត់ពីនៅតូចមកមើលហើយដោយសារថៃបិណ្ឌអញ្ចឹងខ្ញុំគិតថាកាលពេលសម័យនោះប្រុសរលុយបានច្រើនជាងស្រីអញ្ចឹងហើយមិនមែនគាត់អត់ចង់មើលកូនប្រពន្ធអត់ចង់ចេញទៅរកស៊ីធ្វើការទេដោយសារតែការបែងចែកការងារសម័យនោះ division of labor សម័យនោះវាអំណោយផលដល់ការប្រព្រឹត្តចេញទៅរកស៊ីធ្វើការដើម្បីបានផលចំណូលមកច្រើនជាងបើសិនជាស្រីចេញទៅធ្វើការហើយស្រីគាត់ multitasking ល្អជាងប្រុសដូច្នេះគាត់នៅផ្ទះមើលកូនសម័យនេះណារកលុយបានច្រើនជាងខ្ញុំនិយាយតាមត្រង់អញ្ចឹងនៅពេលដែលណាទងន់អាយុ6ខែខ្ញុំឈប់ការងារខ្ញុំអាចថាបានដោយសារតែខ្ញុំជាបរិះគំរូបើសិនជានិយាយចឹងអរគុណច្រើន បងតា ប៉ុន្តែខ្ញុំចង់ផ្ដោតទៅលើរឿងការបែងចែកការងារនឹងវិញ division of labor នៅក្នុងបរិបទរាល់ថ្ងៃនេះគេលែងគិតភេទហើយអញ្ចឹងអ្នកណាគេដែលរកលុយបានច្រើនជាងអ្នកណាគេអាច provide សម្រាប់ family ទាំងបានល្អជាងខ្ញុំគិតថាអ្នកហ្នឹងគួរចេញទៅទៅចេញទៅរកស៊ីទៅធ្វើការទៅអ្នកណាគេដែលអាចមានគំនិតច្នៃប្រឌិតនិយាយជាមួយកូនលេងជាមួយកូនបានច្រើនជាងអ្នកហ្នឹងនៅជាមួយកូនទៅហើយបើសិនជាកាលពេលសម័យមុនបើឲ្យឃើញស្រីចេះច្រៀងបំពេចេះលេងជាមួយកូនចេះលោតកស៊ូលោតអីច្រើនជាងប្រុសហ្នឹងគឺស្រីបង្កើតសកម្មភាពលេងជាមួយកូនក្មេងបានច្រើនជាងប្រុសចាសម័យឥឡូវខ្ញុំនិយាយក្នុងលក្ខខណ្ឌខ្ញុំណាខ្ញុំដឹងរឿង superhero adventure
Spider-Man Iron Man អីច្រើនជាងប្រពន្ធខ្ញុំ ចា អញ្ចឹងដល់ពេល លោក និយាយសាច់រឿងនិយាយអីខ្ញុំស្គាល់តួអង្គច្រើនជាងកូនខ្ញុំវាស្ដាប់ខ្ញុំច្រើនជាងស្ដាប់ប្រពន្ធខ្ញុំ ចា តែពេលខ្ញុំនិទានរឿងយប់ឡើងកូនខ្ញុំអត់ចូលចិត្តប្រពន្ធខ្ញុំទេ អត់សូវសុបាយ អត់វា សម័យ បាទបើខ្ញុំអូ បច្ចេកបញ្ចូល បាទបញ្ចេញបញ្ចូល Iron Man ជិះតុកតុកជាមួយនឹង Spider-Man ទៅទិញនេះអីអញ្ចឹងណាអញ្ចឹងវាអាផ្នែកហ្នឹងនៃការចិញ្ចឹមកូនខ្ញុំធ្វើបានល្អជាងអារឿងកំណត់ឆ្នៃប្រឌិតសកម្មភាពធ្វើឲ្យណាមួយខ្ញុំលើកកូនដាក់លើកអីហ្នឹងលេងជាមួយគ្នាទាត់បាល់ទាត់អីហ្នឹងគឺជាមួយកូនខ្ញុំដែលជាកូនប្រុសទាំងពីរហ្នឹងវាត្រូវជាងណាអញ្ចឹងដោយផ្អែកទៅលើការបែងចែកការងារហ្នឹងក្នុងបរិបទរាល់ថ្ងៃនេះគឺខ្ញុំអាចធ្វើអញ្ចឹងបានមិនដោយសារខ្ញុំពិសេសជាងគេទេគឺដោយសារតែខ្ញុំយល់ឃើញថាខ្ញុំធ្វើអាហ្នឹងបានប្រសើរជាងប្រពន្ធខ្ញុំហើយប្រពន្ធខ្ញុំរកស៊ីធ្វើការរកលុយបានប្រសើរជាងខ្ញុំអញ្ចឹងមកខ្ញុំធ្វើចឹងត្រឡប់ទៅរឿងគ្រួសារកាលពីសម័យមុនដែលអ្នកមួយចំនួនដែលបងលើកឡើងថាគាត់មើលគាត់គិតថាការងារចិញ្ចឹមកូនជារឿងផន់ស្រីៗហ្នឹងគឺដោយសារតែសម័យនោះអាចបរិបទអនុញ្ញាតឲ្យស្រីៗមើលកូនល្អជាងប្រុសៗហើយប្រុសៗរកលុយបានច្រើនជាងស្រីៗអញ្ចឹងណាអាហ្នឹងគឺមួយផ្នែកផ្នែកទី2ផងមកគេ ផ្នែកទី2 ថាដែរបានជាឪពុកសំខាន់ ហ្នឹងហើយ ខ្ញុំគិតថាការចិញ្ចឹមកូនគឺជាតួនាទីរបស់សហគមន៍ទាំងមូលការចិញ្ចឹមកូនតាមបែបធម្មជាតិតែម្ដងគឺតម្រូវឲ្យមានឪពុកនិងម្ដាយចូលរួមចិញ្ចឹមកូនសួរថាម្ដាយចិញ្ចឹមកូនម្នាក់ឯងហួរអត់ក្នុងករណីបងហួរ រស់ ធ្វើទៅបាន តែខ្វះអីមួយ បាទសួរថាហួរអត់ហួរ ចា ហួរល្អអត់ល្អទៀត ចា៎ បើធៀបជាមួយនឹងឪពុកនិងម្ដាយដែលផឹកប៊ីយ៉ាលេងល្បែង ឆ្លោះគ្នា ឆ្លោះគ្នាកាប់ចាក់គប់បោកប្រាស់ការតែចិញ្ចឹមកូនតែម្នាក់ឯងដោយផ្ដល់សុវត្ថិភាពឲ្យកូនហ្នឹងគឺល្អជាងអ្នកដែលមានខ្សប់គ្រប់នឹងហើយបំផ្លាញកូនណាចង់និយាយចឹងណាប៉ុន្តែបើសិនជាមាន2នាក់ដែលព្យាយាមផ្ដល់គុណតម្លៃឲ្យកូនទាំងអស់គ្នាសម្រាប់ខ្ញុំកាន់តែប្រសើរហើយវាមិនមែនប្រសើរត្រង់តែថាបានកម្លាំងម្នាក់ទៀតមកជួយទេម្ដាយមានចំណុចពិសេសផងម្ដាយបាទការតកង3បងស្នំថែផ្ដល់ទឹកដោះម្ដាយដែលឪពុកមិនអាចធ្វើបានលួងលោមប៉ុន្តែឪពុកមានការចូលរួមដែលម្ដាយមិនអាចផ្ដល់ជូនបានទេកម្លាំងលើកដាក់លើកកនេះ ហ្នឹងហើយ ម្ដាយលើកបានអត់លើកបានប៉ុន្តែលើក10ដងហើយកន្លែងទៅធ្វើមហោបផងកន្លែងស្មាត់ទោសមកខែផងគាត់មករដូវផងអីផងបើមានឪមកជួយមិនសោកទោសខ្ញុំអត់និយាយគួរអត់និយាយជួយបើមានឪនៅនឹងចាំធ្វើអារឿងសកម្មភាពមួយចំនួនដែលគាត់អាចធ្វើបានដែរប៉ុន្តែរំលែកការងារគ្នានឹងមិនកាន់តែប្រសើរហើយឪពុកក្នុងនាមជាប្រុសណាគឺប្រហែលជាអាចនិយាយជាមួយកូនប្រុសឬក៏យល់ស្ថានភាពពីប្រុសច្រើនជាងបើធៀបជាមួយនឹងម្ដាយទៅនិយាយជាមួយកូនប្រុសឬក៏ម្ដាយទៅនិយាយជាមួយនឹងកូនស្រីនិយាយពីរឿងមករដូវនិយាយពីរឿងប្រុសបោកប្រាស់ចិត្តអីចឹងណាអាចមានប្រសិទ្ធភាពជាងឪពុកអញ្ចឹងទូនាទីផលម្ដាយមានផលប្រយោជន៍ផលម្ដាយមានដោយឡែកចេញពីផលប្រយោជន៍ទាំងទូនាទីផលឪពុកមកផ្នែកទៀតនោះគឺបើសិនជាយើងចាំកូនម្នាក់ឯងមិនថាឪពុកឬម្ដាយទេប៉ុន្តែជាមិនសេះម្ដាយហ្មងបើសិនជាយើងប្រមូលសាច់រឿងទាំងអស់យកមកដាក់លើខ្លួនឯងណានៅពេលដែលយើងធ្វើការអីមួយស្អីក៏ដោយប៉ុន្តែជាពិសេសរឿងចាំកូនហ្នឹងហ្មងនៅពេលដែលធ្វើយូរទៅវាធុញវាហត់នៅពេលដែលហត់អាក្បួនច្បាប់ហ្នឹងវាលែងវារសាត់ទៅអស់ហើយនៅពេលដែលយើងខឹងដៃហ្នឹងយើងទៅមុនហើយ ជ្រុល បាទហើយពេលរួចយើងអង្គុយស្ដាយក្រោយអញ្ចឹងណាម្ដងទៀតមិនមែនថាឪពុកឬម្ដាយទេបើសិនជាយើងមាន2នាក់អញ្ចឹងអារឿងកម្លាំងហ្នឹងវាចូលមកហើយប៉ុន្តែយើងអាចជៀសអាការដែលយើងវាយកូនអាការជៀសដែលយើងជះកំហឹងការជៀសដែលយើងជះអតិពលពី depression ចេញមកពីការដែលយើងធុញថប់បារម្ភខ្លាំងពេកយើងអត់មានពេលសម្រាប់អីហ្នឹងណាគឺយើងជះអតិពលអវិជ្ជមានហ្នឹងយើងអាចបញ្ជិះអតិពលអវិជ្ជមានហ្នឹងចេញពីបើសិនជាយើងមើលកូនតែឯងបាទបាទអញ្ចឹងបើយើងត្រូវការឪពុកហើយឪពុកដើរតួនាទីសំខាន់ដោយសារតែយើងអាចរំលែកអានោះបាន រឿងរំលែកមួយហើយបងនៅក្នុងការសំណួរបងដែលតិចជូនហ្នឹងមានសំណួរមួយថាក្តីសម័យអីមួយដែលដែលខ្ញុំចង់បានហើយភ័យទៅអត់អាចទទួលយកបានហ្នឹងគឺមិននឹងឯងខ្ញុំចង់ឲ្យកូនខ្ញុំគ្រួសារខ្ញុំមានឪពុកហើយដែលជាអ្នកជួយរួមចំណែកចិញ្ចឹមហ្នឹងហើយដឹងហើយថាខ្ញុំជា
divorce mom ជាម្ដាយដែលលែងលះអញ្ចឹងអានឹងមួយធ្វើអត់បានហើយខ្ញុំមើលចំណុចហ្នឹងឃើញដូចគ្នាអ្វីមួយដែលខ្ញុំខកខានខ្ញុំព្យាយាមអស់ពលិទ្ធភាពក្នុងការដើរតួនាទីហ្នឹងតែអ្វីមួយដែលខ្ញុំខកខានខ្ញុំដឹងថាខ្ញុំការពារកូនការពារបែបអាសា risk taking អាភាពបថុយប្រឋានអាលូតអាលីដាក់ក៏ដើម្បីឲ្យស្គាល់រសជាតិនៃជីវិតមួយហ្នឹងខ្ញុំអត់សូវបានធ្វើទេហើយបើខ្ញុំមើលឃើញការចិញ្ចឹមកូនរបស់ឪពុកគាត់ច្រើនតែអីទេក្នុងការឲ្យកូនគាត់រៀងលេងអីដែលគ្រោះថ្នាក់បន្តិចទៅដើម្បីបង្រៀនអំពីជីវិតខ្ញុំធ្វើអត់បានប៉ុន្តែខ្ញុំព្យាយាមយល់ដឹងហើយខ្ញុំព្យាយាមឲ្យគាត់អាសានងគាត់ទៅជួបលោកតាទៅជួបពូទៅជួបមិត្តភ័ក្តិណាដែលជាបារោះអីចឹងទៅដើម្បីឲ្យមានមើលឃើញដែរតែនៅតែខកខានមិនបានទទួលពីឪពុកអញ្ចឹងទៅខ្ញុំសូមទោសដែលខ្ញុំលើកចំណុចហ្នឹងដែលវាមិនអំណោយផលដល់តែជាតិអ្នកស្ដាប់ដែលគាត់ចំកូនម្នាក់ឯងក្នុងនាមជាម្ដាយផងឪពុកផងណាខ្ញុំដឹងថាគាត់ហត់ខ្លាំងខ្ញុំដឹងថាគាត់ចំកូនបានល្អជាងដូចខ្ញុំនិយាយចឹងម្ដាយម្នាក់ដែលផ្ដល់សេចក្តីស្រឡាញ់ឲ្យកូនអាចចិញ្ចឹមកូនបានល្អជាងឪពុកម្ដាយដែលខ្វះភាពកក់ក្ដៅឲ្យកូនអញ្ចឹងបើទោះបីជាមានអ្នកចិញ្ចឹមកូន20នាក់ក៏ដោយបើធៀបជាមួយនឹងម្ដាយម្នាក់ដែលដូចខ្ញុំនិយាយក្នុងករណីមិញហ្នឹងគឺម្ដាយម្នាក់ហ្នឹងល្អជាងគេក្នុងករណីផាន់បងខ្ញុំ can almost guarantee ថាបើសិនជាមាន alternate universe បើសិនជាមានពិភពមួយផ្សេងទៀតដែលបងស្មាតទោសណាបងបើសិនជាមានគ្រួសារដែលអំពើហិង្សាលើកូនខ្ញុំរើខាងនេះ100%បាទអញ្ចឹងខ្ញុំគិតថា single mom ឬក៏ single dad គាត់មហិមាដែលគាត់ក្តោបយកទូនាទីទាំងអស់ហ្នឹងប៉ុន្តែខ្ញុំនៅតែផ្ដល់តម្លៃទៅឲ្យដៃគូផាន់គាត់បើសិនជាដៃគូផាន់គាត់មិនមែនជាមនុស្សចោលសៀតប្រើអំពើហិង្សាគឺម្នាក់ហ្នឹងគឺជាអ្នកដែលដើរតួនាទីដែលបំពេញទៅលើអ្នកម្ដាយផងបំពេញទៅឲ្យកូនផង You make me proud of myself អូននិយាយចឹងធ្វើឲ្យបងមានអារម្មណ៍មោទនភាពជាមួយខ្លួនឯងហើយអរគុណមែនទែនប៉ុណ្ណឹងមែនបង Yes thank you មកក្រុមហ៊ុនការងារត្រូវធ្វើ5នាក់មកធ្វើម្នាក់ឯងសួរតែខ្លាំងអត់ខ្លាំងម្នាក់ហ្នឹងត្រូវបានប្រាក់ខែ5នាក់ហ្នឹងចាមិនមែនម្នាក់ឯងត្រូវធ្វើការតែឯងហើយបានប្រាក់ខែតែម្នាក់ឯងហើយរងសម្ពាធសម្រាប់5នាក់ហ្នឹងឯងសួរតែម្នាក់ធ្វើការអត់ធ្វើការធ្វើល្អអត់ធ្វើល្អប៉ុន្តែចុះបើមានម្នាក់ទៀតមករំលែកការងារហ្នឹងវាកម្មតែប្រសើរប៉ុន្តែបើមានម្នាក់ណាមកទៀតចាំតែស្ដីឲ្យចាំតែបន្ទោសចាំចេញទៅហត់ជាងចាយើងចំកូនហើយចំអាកាចាស់ក្បាលមួយនេះទៀតខ្ញុំនិយាយមែនតើចាកន្លែងនេះហើយមានមិនមែនមានតែខ្ញុំទេហើយចិញ្ចឹមកូនម្នាក់ឯងហើយពិបាកត្រូវធ្វើរឿងគ្រប់យ៉ាងហើយបើត្រឡប់មករឿងចំណីអាហារយើងព្យាយាមអស់ផលិតភាពដូចគ្នាប៉ុន្តែបើខ្លះវាមិននៅតែមិនគ្រប់គ្រាន់បើមានគ្នា2នាក់នៅតែនិយាយសង្ខេបខ្លីបើមានគ្នា2នាក់វាប្រសើរជាង1នាក់បាទណាហ្នឹងហើយប៉ុន្តែវាមានអត្តពលរយៈពេលវែងហ្មងខ្ញុំសុំតប៉ែថែមតិចទៀតណាបើសិនជាមានឪពុកនៅជាមួយម្ដាយដែលចាំផ្ដល់ភាពកក់ក្ដៅផ្ដល់ការបីបាច់ថែទាំកូនព្រមគ្នាហ្នឹងណាខ្ញុំគិតថាកូនហ្នឹងបើធៀបជាមួយនឹងកូនដែលមានឪពុកចាំតែវាយចាំតែគឺមានសេណារីយ៉ូពីរផ្សេងគ្នាឆ្ងាយបើសិនជាកូនគាត់ទទួលបានអាហារូបត្ថម្ភពេញលេញតាំងពីតូចទៅគឺសុខភាពចង់និយាយថាសុខភាពរាងកាយផាន់គាត់រឹងមាំនាំឲ្យកូនអត់សូវឈឺតែពេលកូនអត់សូវឈឺកូនអត់សូវទៅពេទ្យយើងអត់សូវចាយលុយទៅលើពេទ្យយើងអត់សូវបាត់បង់ពេលវេលាជាមួយពេទ្យយើងអត់សូវបាត់បង់ពេលវេលាចេញពីការងារនាំឲ្យយើងអាចរកលុយបានច្រើនជាងមុនមកជួយឲ្យកូននឹងកាន់តែល្អអញ្ចឹងសម្រាប់ខ្ញុំចង់បំលែងការដែលវត្តមានរបស់ឪពុកទៅជា monetary term ទៅជាតម្លៃហិរញ្ញវត្ថុព្រោះអ្នកខ្លះបើសិនយើងនិយាយរឿងលុយប្រហែលជាស្រួលស្ដាប់ជាងការដែលមានវត្តមានឪពុកនៅជាមួយកូននៅពេលដែលចិញ្ចឹមកូនចាប់ពីពេជ្រឡើង1000ថ្ងៃដំបូងផងកូនហ្នឹងគឺយើងសន្សំលុយបានច្រើនជាងយើងសន្សំសុខភាពផាន់កូនបានច្រើនជាងយើងសន្សំសុខភាពរបស់ម្ដាយបានច្រើនជាងយើងសន្សំសុខភាពផាន់ឪខ្លួនឯងបានច្រើនជាងយើងអត់សូវឈឺទាំងកូនទាំងម៉ែទាំងឪដោយសារតែវាមានអ្នកជួយច្រែងគ្នាទៅវិញទៅមកអញ្ចឹងកូនក៏មិនសូវឈឺម៉ែក៏មិនសូវហត់នាំឲ្យមិនសូវឈឺឪក៏មិនសូវហត់ក៏មិនសូវឈឺមិនបាច់ចាំទៅមានប្រពន្ធចុងដើម្បីទ្រម្នាក់ស្រីនឹងមួយទៀតឬក៏5ទៀតអញ្ចឹងណាចឹងវាចំណេញទាំងអស់គ្នា
អញ្ចឹងការដែលមានវត្តមានផលឪពុកមិនចំណេញតែកូនទេមិនចំណេញតែម៉ែមិនចំណេញវាចំណេញទាំងអស់គ្នា ចុះឥឡូវដើម្បីបានចំណេញអញ្ចឹងណាម្នាក់ជាឪពុកជាម្ដាយនឹងបើអាចផ្លាស់ប្ដូរបន្តិចបន្តួចបានណាអ្វីដែលគួរផ្លាស់ប្ដូរហ្នឹងដើម្បីឲ្យចំណេញដូចមិនអញ្ចឹង What is a small change ដែលពួកគាត់អាចធ្វើបានណា អត់ខ្ញុំអត់គិតថា small ទេការដែលមានកូនគឺជាការបដិញ្ញាចិត្តមួយហើយការផ្លាស់ប្ដូរមួយដែលមិនតូចទេវាធំខ្លាំងហើយមិនមនុស្សគ្រប់គ្នាគួរតែធ្វើទេបើសិនជាអ្នកណាសម្រេចថាមិនចង់ធ្វើខ្ញុំទទួលស្គាល់ការសម្រេចចិត្តផងគាត់ទៅលើជីវិតផងគាត់ព្រោះហ្នឹងវាធំពេកកុំនិយាយថាមិនក៏ឲ្យមិនព្រមយកកូនឲ្យគេមានកូនគ្រប់គ្នាធូរលក្ខខណ្ឌផងគេមិនលក្ខខណ្ឌផងខ្ញុំទេវាទៀមទាខ្លាំងពេកខ្ញុំនិយាយទៅលើរឿងម្ដាយសិនទៀមទាការផ្លាស់ប្ដូររូបរាងទាំងស្រុងទៀមទាការផ្លាស់ប្ដូរទម្លាប់របៀបរស់នៅទាំងស្រុងឪក៏ចឹងដែរកាលពេលនៅក្បាលមួយហើយនឹងពេលមានគ្រួសារខុសគ្នាឆ្ងាយដាច់ផឹងហ្មងបើសិនជាយើងមិនចូលចិត្តនៅផ្ទះឥឡូវគឺត្រូវតែចូលចិត្តនៅផ្ទះហើយយើងអត់អាចចាត់ទុកផ្ទះយើងទៅជាអូតែលដែលមកដេកតែពេលយប់បានទេយើងត្រូវតែធ្វើឲ្យផ្ទះយើងទៅជា resort ដែលយើងអាច នៅបានយូរ យើងចង់នៅជាជាងយើងបង្ខំខ្លួនឯងឲ្យនៅអញ្ចឹងខ្ញុំអត់និយាយថាតិចតួចទេត្រូវការផ្លាស់ប្ដូរច្រើនណាស់ប៉ុន្តែបើសិនជាយើងអត់ត្រៀមខ្លួនក្នុងការផ្លាស់ប្ដូរឬក៏មិនចង់ផ្លាស់ប្ដូរទេយើងអត់ចាំបាច់ត្រូវតែមានកូនទេបើសិនជាយើងត្រូវបង្ខំខ្លួនឯងដើម្បីឲ្យស្រឡាញ់កូនមិនបាច់បង្ខំទេបើសិនជាយើងស្រឡាញ់កូនហើយយើងគិតថាការផ្លាស់ប្ដូរនឹងវាអត់មានអីចាំបាច់ត្រូវប្រកាន់ខ្ជាប់វាទៀតទេយើងមកមានកូនមកអាហ្នឹងវាដូរខ្លួនឯង ហើយការមានកូនអត់មានសាលា យើងចេះស្រឡាញ់ចេះរៀបការចេះមានកូន អូតូម៉ាទិក ប៉ុន្តែរឿងទៅបង្កើតសហគមន៍ទៅជែកគ្នាដូចយើងអញ្ចឹងកម្រ ហើយខ្ញុំជឿថាឪពុកនិងម្ដាយនឹង instinctively សភាវគតិផនឪពុកនិងម្ដាយនឹងផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលមានកូនខ្ញុំធ្លាប់យល់សពឃើញកាលពេលកូនខ្ញុំនៅទូខ្ញុំធ្លាប់យល់សពឃើញមានគេមកវាយកូនខ្ញុំហើយពេលហ្នឹង immediate reaction ការឆ្លើយតបភ្លាមផងខ្ញុំហ្នឹងគឺកូនមិនហើយនៅពេលដែលកូនមានរឿងដែលថាមានអ្នកស្រវឹងបុកកូននៅលើស្ពានជ្រោយចង្វាកូនអាយុ2ខែដែលគាត់ស្លាប់ទៅហ្នឹងការឆ្លើយតបដំបូងផងខ្ញុំគិតថាដោយឪពុកម្ដាយផ្សេងទៀតដែរហ្នឹងគឺថាតើកូននឹងទាំងឈឺប៉ុណ្ណាទៅនៅពេលដែលស្បែកកូនអាយុ2ខែហើយទៅអូសជាមួយនឹងថ្នល់ណាដែលខុសពីមុនយើងមានកូនមុនខុសពីពេលដែលមុនយើងមានកូននៅពេលដែលអ្នកណាគេធ្វើអីទៅលើមនុស្សដែលយើងចាត់ទុកថាយើងស្រឡាញ់យើងចង់សងសឹកភ្លាមយើងចង់ថាទៅរកមួយនឹងដើម្បីវាយវាអីចឹងណាបើតែសភាវគតិផងយើងផ្លាស់ប្ដូរមុនមានកូនខ្ញុំគិតថាអ្នកខ្លាំងជាងគេគឺ Superman ទេចេះហោះចេះហើរក្រោយពីមានកូនខ្ញុំគិតថាខ្លួនឯងម៉ែឪផ្សេងទៀតខ្លាំងជាងគេដោយសារតែយើងផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងដើម្បីមនុស្សម្នាក់ហ្នឹងតែយើងទៅមកស្គាល់មួយថ្ងៃមុនបើកូនទៅកើតបានមួយអាទិត្យយើងទៅស្គាល់កូននឹងមួយអាទិត្យហ្នឹងហើយមិនក៏ផ្លាស់ប្ដូរខ្លួនឯងសម្បើមដែរអាពួកម៉ាក់ស្គាល់គ្នា20ឆ្នាំហើយមិនក៏ហ៊ានចោលវាអត់ព្រមទៅផឹកស៊ីជាមួយវាសុខចិត្តមកកាប់អាចកូនអញ្ចឹងណា បងធ្លាប់ឲ្យបន្ទោសខ្លួនឯងពីក្មេងបងធ្លាប់បន្ទោសខ្លួនឯងថាហេតុម៉េចខ្ញុំកើតជាមនុស្សស្រីហត់ពិបាកអញ្ចឹងចេះច្រើនណាតែបងស្រឡាញ់ខ្លួនឯងជាមនុស្សស្រីនៅពេលដែលបងមានកូននឹងឯងហើយ the moment ពេលវេលាមួយដែលបងចាំអត់ភ្លេចដែលខំប្រឹងបង្កើតកូនហើយឆ្មោហើយនៅវិជ្ជាបណ្ឌិតយកកូនមកដាក់លើទ្រូងជាពេលវេលាដែលបងនិយាយឥឡូវក៏បេះដូងបងកក់ក្ដៅនៅពេលហ្នឹងដែរ ហើយបញ្យល់អត់ចេញ បញ្យល់អត់ចេញហ្នឹងហើយបញ្យល់អត់ចេញទៅរកអីមកជំនួសអត់បាន បាទ ហ្នឹងហើយ ណា So យើងមានអារម្មណ៍នឹងដូចគ្នាអី ហ្នឹងឪពុកនិយាយជាមួយម្ដាយផងបងដឹងថាអូនអត់ចូលចិត្តឲ្យយោបល់ឲ្យដំបូងមានទៅអ្នកណាទេប៉ុន្តែ if you ប៉ុន្តែមានពាក្យអីមួយដែលចង់និយាយជាមួយនឹងឪពុកម្ដាយវ័យក្មេងដែលកំពុងតែចំណាយលុយជាច្រើនក្នុងការរៀបការអីទាំងអស់ហ្នឹងណា would you បញ្ញាចង់ប្រៀបគេថាម៉េច មានពីររឿងមិនតែមួយឯងសំទោសលោបតិចក្នុងនាមជាឪគេនៅពេលដែលខ្លាចជាឪគេឬក៏មិនទាន់ជាឪក្នុងនាមជាប្តីគេក៏ដោយខ្ញុំគិតថាយើង
ផ្លាស់ប្ដូរភាសានិយាយប្រហែលជាអាចជួយផ្លាស់ប្ដូរការគិតរបស់យើងបានច្រើនខ្ញុំចាប់ផ្ដើមពីរឿងតែទូចបំផុតដែលយើងអាចផ្លាស់ប្ដូរបានគឺរឿងរបៀបយើងនិយាយឈប់ជួយមើលកូនឈប់ជួយមុជទឹកឲ្យកូនឈប់ជួយបញ្ចុកបាយកូនឈប់ជួយយកកូនទៅពេទ្យ ឈប់ជួយកូនយូនកូនទៅរៀននេះបងជួយប៉ុណ្ណឹងហើយខ្ញុំ allergic ទូពាងហ្នឹងមែនតើកាលខ្ញុំនៅមានគ្រួសារ ឈប់មើលថែជួយមើលថែប្រពន្ធឈប់ជួយមើលថែផ្ទះសម្បែងឈប់បោះជូតឈប់ជួយបោះជូតមិនមែនរឿងជួយជួយហ្នឹងតើតែការងារហ្នឹងផលអ្នកផ្សេងហើយយើងយកខ្លួនឯងដែលអត់ត្រូវធ្វើការងារហ្នឹងសោះទៅធ្វើការងារហ្នឹងអាហ្នឹងមិនគេហៅជួយបាទនេះកូនពីណាមិនកូនយើង តាំងពីនេះ បាទអញ្ចឹងមិនមែនជួយមើលកូនទេមិនមែនជួយធ្វើម្ហូបមិនមែនជួយបោះផ្ទះមិនមែនជួយដាំបាយទេឈប់ជួយធ្វើតម្រង់ទៅព្រោះអាហ្នឹងវារឿងផងយើងអញ្ចឹងបើសិនជាផ្លាស់ប្ដូរអាការដែលនិយាយអូយហើយមើលប្តីគេល្អប្តីគេចេះជួយមើលកូនណូកូនផងប្តីហ្នឹងដែរតែមិនមែនកូនផងប្រពន្ធម្នាក់ឯងណា អូយរកគ្នានិយាយត្រូវហើយខ្ញុំឲ្យតែរឿងជួយនឹងមួយខ្ញុំ ផាច់ឡើយជួយស្មាតូននេះនិយាយលេងសើចណាម៉ែក្មេងខ្ញុំគាត់ថាលើកូនឯងជួយមើលចៅតិចម៉ែរវល់នេះម៉ែនិយាយជួយហ្នឹង ប៉ុនខ្ញុំតា មិនចង់បង្រត់បង្រាស់ប្រះអីឪឲ្យកូនខ្ញុំហ៎គេកូនខ្ញុំដែរមានរឿងជួយទេរឿងខ្ញុំត្រូវធ្វើអញ្ចឹង អូ ចឹងទីមួយឈប់ជួយធ្វើ ធ្វើទៅ បាទរឿងទី2គឺខ្ញុំគិតថាក្នុងនាមជាឪពុកក្នុងនាមជាប្តីហ្នឹងគឺយើងជាមនុស្សម្នាក់ជាបុគ្គលមួយដែលมันអាចជំនួសបានទេបើយើងអត់ធ្វើអត់មានណាគេធ្វើហ្មងចាហើយអាហ្នឹងយើងពិសេសផងយើងអន់ផងណាយើងអន់នៅត្រង់ថាចុះមិនក៏ខ្លួនឯងអត់ទៅរកអ្នកណាគេមកធ្វើអាការងារហ្នឹងបានអញ្ចឹងអន់ម៉េចមិនអត់មានលុយជួលគេទេមិនក៏អត់មានគ្រួសារអត់មានម៉ែឪតាយាយមកជួយទេឬក៏ខ្លួនឯងខ្លាំងមកក្រៅទៅពីការងារហ្នឹងអត់មានពីណាធ្វើការសោះហ្មងហើយត្រូវក្នុងរឿងចាំកូនបើសិនជាអត់មានយើងទេប្រពន្ធមើលកូនបានអត់បានប៉ុន្តែអត់មើលកូនដូចយើងនៅមើលកូនទេប្រពន្ធនៅជាមួយកូនធ្វើសកម្មភាពដែលចេញមកពី background ចេញពីការគិតចេញមកពីបទពិសោធន៍ចេញមកពីចំណង់ចំណូលចិត្តរបស់ប្រពន្ធក្នុងនាមជាស្ត្រីនៅក្នុងបរិបទមួយហ្នឹងដែលមានធនធានប៉ុណ្ណឹង ហើយគេនឹងកូនរបស់ប្រពន្ធតែមិនមែនកូនយើងទេសិនឲ្យប្រពន្ធមើលណា បាទប៉ុន្តែបើសិនជាយើងនៅហ្នឹងជាមួយកូនគឺយើងនាំយកចំណង់ចំណូលចិត្តនាំយកបទពិសោធន៍នាំយករាងកាយផងយើងនាំយកកម្លាំងផងយើងនាំយកបរិបទផងយើងទៅឲ្យកូនអញ្ចឹងបើសិនជាអត់មានយើងទេកូនខ្វះអាហ្នឹង ហើយគិតអញ្ចឹង បាទអញ្ចឹងគឺយើង irreplaceable គឺយើងអត់មាន superhero ណាមកជំនួសយើងបានទេគឺសម្រាប់កូនយើងសម្រាប់ប្រពន្ធយើងគឺក្រៅតែពីយើងគឺអ្នកផ្សេងសុទ្ធហ្មងអត់មានអ្នកណាគេមកជំនួសឪនឹងម្នាក់នឹងបានដោយដូចសុទ្ធ 100% ហ្មងណា អញ្ចឹងឲ្យលោកពុកទាំងអស់គ្នា ជួបបងសំកាត់ មានអ្នកណាជំនួសយើងជាឪពុកបានទេ តែគេអាចរកអ្នកល្អជាងយើងបាន អូ មកគិតទៅរកអ្នកល្អជាងយើងអញ្ចឹង ខ្ញុំគិតថាយើងជាធាតុផ្សំមួយដែលมันអាចជំនួសបានទេប៉ុន្តែយើងគួរតែជាធាតុផ្សំមួយដែលយើងអាចផ្លាស់ប្ដូរគ្នាបានទៅតាមពេលវេលាទៅតាមកលៈទេសៈបើសិនជាយើងហត់ពេកឲ្យប្រពន្ធជំនួសយើងបានដោយសារយើងទុកចិត្តប្រពន្ធយើងអត់ទុកចិត្តអ្នកដែលយើងអត់ស្គាល់ឯមិនអញ្ចឹងពេលប្រពន្ធហត់ពេកយើងអាចមកជំនួសគ្នាបានប៉ុន្តែជំនួសហ្នឹងមិនមែនជំនួសគ្រប់ទាំងអស់ទាំងបទពិសោធន៍ទាំងអីទាំងអស់ហើយចំនួនហ្នឹងគឺយើងម្លែកដៃគ្នាតែប៉ុណ្្នឹងឯណាប៉ុន្តែបើថាដកយើងចេញហ្មងគឺគ្រួសារទាំងមូលហ្នឹងនឹងផ្លាស់ប្ដូរដកប្រពន្ធចេញគ្រួសារទាំងមូលហ្នឹងផ្លាស់ប្ដូរអញ្ចឹងគិតតែខ្លួនឯងម្ដងទៀតអន់ក៏បានខ្លាំងក៏បានដែរប៉ុន្តែគិតមិនគិតដឹងតែខ្លួនឯងគឺมันអាចជំនួសបានតែយើងហ៊ានតែដើរចេញស្អីផ្លាស់ប្ដូរទាំងអស់ហើយមិនតែសម្រាប់តែកូនមិនសម្រាប់តែប្រពន្ធទេមិនសម្រាប់តែគ្រួសារហ្នឹងគឺសម្រាប់តែខ្លួនឯងដែរនៅពេលដែលយើងចេញពីទំនួលខុសត្រូវផងយើងគឺយើងមានសិទ្ធិមកបៀកណាឡើយទៅបញ្យលកូនគេឲ្យគេថាចេះណាយើងខ្លាចជាមនុស្សដែលខ្វះសិទ្ធិក្នុងការលើកឡើងពីរឿងហ្នឹងឯងអានេះតែសម្រាប់ខ្លួនឯងដែរអញ្ចឹងណាបងនឹងកាត់តែកន្លែងហ្នឹងមួយឲ្យផ្ញើ specifically to my ex husband but ម្ដងទៀត he regret I know he regret បងតែគាត់សោក ប៉ុន្តែម្ដងទៀតសម្រាប់អ្នកដែល
គិតថាប្តីនឹងស្វឹងស្រាប្តីនឹងលេងលបែងរឿងអីខ្ញុំជំនួសម្នាក់ប្រុសនឹងមិនបានជំនួសបានហើយអាចរកអ្នកដែលល្អជាងម្នាក់នឹងផងប៉ុន្តែបើសិនជាម្នាក់នឹងអាចផ្លាស់ប្ដូរខ្លួនគាត់ដើម្បីកូនដើម្បីប្រពន្ធម្នាក់នឹងផ្ដល់ឱកាសដែលម្នាក់ដែលថាល្អជាងនឹងមិនអាចផ្ដល់ឲ្យបានទេខ្ញុំចង់ stress ម្ដងហើយម្ដងទៀតគឺថាបើសិនជាឪពុកនឹងឬក៏ម្ដាយនឹងធ្វើបាបកូនធ្វើបាបគ្រួសារកុំគិតថាម្នាក់នឹងមិនអាចជំនួសបានជំនួសដោយអ្នកផ្សេងដែលល្អជាងនឹងបាន អញ្ចឹងធ្វើខ្លួនឲ្យល្អទៅ បាទ បញ្ញាបងជឿថាយើងនិយាយពីវប្បធម៌យើងនិយាយពីដើមមកខ្លះដែរទំនៀមទម្លាប់ក្នុងសង្គមយើងហើយនិយាយថាំងដឹងប្រុសអីទេមកចិញ្ចឹមកូនជំនួសស្រីមកមើលកូនជំនួសស្រីដែលរងពាក្យហ្នឹងឯង មានច្រើនមានដល់ថ្នាក់ដែលថាអូនឯងមើលកូនឲ្យគេអញ្ចឹងគេឲ្យប្រាក់ខែឯងហ្មងណាពួកខ្ញុំមនុស្សស្លៀកពាក់គគីស្រាប់ហើយហើយនៅផ្ទះហ្នឹង គេ brand អូនេះមកនិយាយមួយថ្ងៃទេក៏បានប៉ុណ្ណេះអូអត់មាន brand ទេបងអត់ 0 brand ហើយបើថានៅផ្ទះវិញគឺគគីជាងហ្នឹងទៀតហើយទៅពេលនៅមួយកូនសឹងតែពេលខ្លះគេថាអ្នកមើលកូនជួសគេណាគេថាអូយអីគេម្ចាស់ផ្ទះគេទៅរកពីណាដែរបានមកជួយមើលកូនឲ្យគេអី ល្អម្ល៉េះអានឹងអាចជារនាំងសម្រាប់បរិះផ្សេងក្នុងការបំពេញតួនាទីរបស់ខ្លួនបាននេះពុកជាអី ខ្ញុំអត់រឿងអីក៏អាចទៅរួចដែរបងរឿងអីអាចទៅរួចដែរហើយសំខាន់យើងមើលអាហ្នឹងទៅជារបៀបម៉េចណាមេឃភ្លៀងយើងសារកៅអៅទុកឬក៏យើងឈប់ប្រហោះខ្លែងឬក៏យើងត្រង់ទឹកយកទុកប្រើពេលក្រោយអាហ្នឹងអាស្រ័យទៅលើការមើលផងយើងឯងសម្រាប់ខ្ញុំសំខាន់ពីណាគេអ្នកនិយាយបើអ្នកនិយាយជាប្រពន្ធខ្ញុំយើងភាសាគ្នាបាទប៉ះពាល់អារម្មណ៍បើអ្នកនិយាយហ្នឹងគឺជាចែមួយត្រូវជាចដូនមួយរបស់អ៊ីពៅនៅផ្ទះខាងលិចអាសម្ដីប៉ុនគាត់ហ្នឹងវាអត់មានទម្ងន់សំបីតែមកបៀកណាឡើយតែនឹងសម្រាប់បញ្ញាអញ្ចឹងតែអ្នកផ្សេងបងជឿថាវាមានទម្ងន់វាធ្ងន់ ដងទៀតខ្ញុំមិនអាចនិយាយចំនួនអ្នកផ្សេងបានទេប៉ុន្តែសម្រាប់ខ្ញុំអញ្ចឹងដូចគេថាអូតិចខ្ញុំនឹងខ្ទើយដឹងឧទាហរណ៍សម្រាប់ខ្ញុំពាក្យថាខ្ទើយហ្នឹងវាមិនមែនជាការមើងងាយទេព្រោះខ្ទើយមិនអន់ណាពាក្យថាខ្ទើយមកវាអត់អូម្នាក់ហ្នឹងញីអាញីអត់ចេះធ្វើការអីចិញ្ចឹមកូនចិញ្ចឹមអីនៅតែមើលកូនឲ្យប្រពន្ធទៅរកស៊ីជំនួសសម្រាប់ខ្ញុំអាហ្នឹងមិនមែនជាការមើងងាយទេសម្រាប់ខ្ញុំអាហ្នឹងគឺជាការឲ្យដំណើរដូចអាហ្នឹងគេថាអូមើលអា Superman ខ្ញុំអត់ដែរបាក់ទឹកចិត្តដោយសារតែគេតសើម្ដងទៀតការដែលយើងមើលឃើញហ្នឹងវាអាចជួយផ្លាស់ប្ដូរជីវិតយើងបានអញ្ចឹងបើសិនជាយើងមើលឃើញថាអាការដែលគេនិយាយក្នុងចេតនាមាក់ងាយហ្នឹងទៅជារឿងដែលយើងគិតថារឿងមើងងាយដែរអាហ្នឹងគឺយើងរងថ្មបាក់ពីគេអញ្ចឹងយើងធ្វើឲ្យសម្ដីប៉ុនគេវាមានទម្ងន់មកលើយើងប៉ុន្តែបើសិនជាយើងមើលឃើញថារបស់ដែលគេនិយាយទោះបីក្នុងចេតនាមាក់ងាយក៏ដោយប៉ុន្តែវាជាតាមពិតទៅសម្រាប់យើងអាហ្នឹងគឺជារឿងតសើវិញណាអូអាមួយហ្នឹងមើលកូនដូចស្រី Yes អរគុណមានអាវមួយនៅអូឡ িম্প ិកខ្ញុំចាំរហូតតាំងពី10-20ឆ្នាំមុនដែលខ្ញុំដើរទិញអីវ៉ាន់មួយណាតាមគេដាក់អាវចិនគេដាក់អក្សរចេះតែដាក់ I'm a woman what's your superpower ខ្ញុំជាស្រីចុះអ្នកឯងអស្ចារ្យត្រង់ណាដែរអញ្ចឹងបានន័យថាជាស្រីនឹងវាលោហើយមែនតើអញ្ចឹងមែនខ្ញុំមានរឿងនិយាយតែបាយ hostel ទៀតកាលពីមុនមានប្រពន្ធមានកូនណាហើយតាមពិតទៅតាំងពីប្រហែលជាមួយឆ្នាំចុងក្រោយដែលខ្ញុំគិតថាស្រីតាមកត្តាជីវសាស្ត្រគឺត្រូវខ្សោយជាប្រពោះដោយសារតែប្រពោះជាទូទៅធំជាងខ្លាំងជាងកាលពីមុនខ្ញុំគិតអញ្ចឹងណាប៉ុន្តែតាំងពីមានកូនទី2នេះមកខ្ញុំគិតថាការគិតហ្នឹងគឺខុសទាំងស្រុងហ្មងហើយមិនគិតដោយសារតែខ្ញុំតសើស្រីដោយសារខ្ញុំព្យាយាមឲ្យតម្លៃស្រី no ខ្ញុំជឿថាអាការគិតបែបហ្នឹងគឺខុសទាំងស្រុងហ្មងខុសតាមបែបវិទ្យាសាស្ត្រហ្មងដោយសារអីការដែលយើងលើកកត្តាកម្លាំងយកមកនិយាយហ្នឹងវាអត់បានន័យអីទេព្រោះមនុស្សម្នាក់ប្រកែមនុស្សម្នាក់ខ្លាំងវាមិនមែនត្រង់តែលើក1គីឡូបានទេខ្ញុំឃើញប្រពន្ធខ្ញុំដេកយប់ឡើងកូនទី2ផងខ្ញុំអនុហ្នឹង20គីឡូដេកលើទ្រូងគាត់ឲ្យគាត់ដេកលក់ប្រពន្ធខ្ញុំដេកលក់
តែកូនខ្ញុំគងខ្ញុំដេកលក់កំថាឡើយមកដាក់20គីឡូពីលើខ្លួនតែមានខ្លាយអោបគងពីលើខ្ញុំចឹងខ្ញុំដេកលក់ហ្មងតែកូនដាក់ជើងពីលើធុងខ្ញុំដេកលក់ហ្មងហើយទម្ងន់2ខាំខ្ញុំត្រូវអំបានហើយខ្ញុំទៅត្រូវ20គីឡូបានចឹងស្រីអត់ខ្លាក់អត់អន់យើងប្រុសទេហើយបើសិនជាស្រីមីងខ្ញុំបត់ពិសោធន៍ផ្ទាល់ហ្មងពេលល្ងាចគាត់កើតកូនពេលព្រឹកឡើងគាត់ដួលម៉ូតូហើយគាត់លើកអវ៉ាន់ជាប្រចាំលើកអវ៉ាន់ជួយរៀបតោប៉ាខ្ញុំអញ្ចឹងមកប្រុសធ្វើបានណាគាត់តែផ្ដាសាយហ្នឹងអើយទរុនទ្រាខ្ញុំនិយាយប្រុសទូទៅនិយាយខ្ញុំគាត់តែអាឡែស៊ីគាត់អាឈីតិចទៅងោះគ្នាអូក៏មកក្បែរខ្ញុំណូស្អីប្រពន្ធខ្ញុំអាខ្លួនឯងកើតកូវីដទេណាអាពងអាបាក់បៀឆ្លៀតតកកូនកាលហ្នឹងបាន2-10គីឡូអីខ្ញុំនៅបើណៃព្រោះអូនបើដល់អាយុ2ឆ្នាំកន្លះចឹងស្រីទី1មិនអន់យើងប្រុសទេខ្ញុំមិនថាស្រីខ្លាំងជាងប្រុសទេប៉ុន្តែនៅពេលដែលយើងព្យាយាមប្រៀបធៀបយើងប្រៀបធៀបឲ្យវា fair ផងឲ្យវាយុត្តិធម៌ផងបើសិនយើងប្រៀបធៀបកុំប្រៀបធៀបប្រុសទាំងអស់ជាមួយនឹងស្រីទាំងអស់លើខ្លាំងយកមកប្រុសមួយណាហើយខ្លាំងមកយកស្រីមកបើសិនជាខ្ញុំឲ្យខ្ញុំទៅធៀបជាមួយមីងខ្ញុំដែលថាដួលម៉ូតូ4កើតកូនហ្នឹងបើថាឲ្យខ្ញុំធៀបជាមួយនឹងប្រពន្ធខ្ញុំថាដាក់កូនឲ្យដេកលក់ពីព្រឹកពីយប់ទល់ភ្លឺខ្ញុំចាញ់ស្រីដាច់ឆ្ងាយមកហើយលឺហ្មងណាប៉ុន្តែគុណតម្លៃផលមនុស្សវាអត់នៅលើតែកម្លាំងហ្នឹងឯងហើយបើយើងនិយាយតែរឿងជីវសាស្ត្រហ្នឹងក៏ដោយវាមិនមែនតែកម្លាំងទេវា agility ថាតើម្នាក់ហ្នឹងខ្លាំងប៉ុន្តែម្នាក់ហ្នឹង stamina បានយូរប៉ុណ្ណាថាតើទ្រពពិតលើកប៉ុណ្ណឹងខ្លាំងហើយប៉ុន្តែលើកប៉ុណ្ណឹងបានយូរប៉ុណ្ណាថាតើលើកប៉ុណ្ណឹងខ្លាំងហើយម្នាក់ហ្នឹងពេលលើកហើយកិច្ចបានប៉ុណ្ណាអញ្ចឹងវាមានរឿង strength វារឿង agility រឿង stamina វារឿងអីទៅអញ្ចឹងយើងយកកតាជាក់លាក់ណាមួយហើយយកមកប្រៀបធៀបថាគេអន់យើងខ្លួនឯងហ្នឹងវាអត់ fair សោះហ្មងដល់ដូចនិយាយថាប្រុសអន់យើងស្រីខ្លាំងណាស់ដោយសារតែมันអាចបាយដោះកូនបានបើធៀបទៅលើអារឿងហ្នឹងត្រូវហើយវាអត់មានអីនិយាយកាត់ចុះបើយើងយកអាមកបៀកយកមកប្រៀបធៀបគ្នាហ្នឹងគឺអត់ត្រូវទេម្ដងទៀតទៅមកសាច់រឿងកុំឲ្យតប៉ែច្រើនជាងហ្នឹងគឺត្រង់ថានៅពេលដែលគេថាខ្ញុំអញីនៅពេលដែលគេថាខ្ញុំអន់ជាងសម្រាប់ខ្ញុំអត់មើលឃើញថាហ្នឹងនេះសម្រាប់ខ្ញុំឃើញថាហ្នឹង at least គេឃើញផ្នែកមួយទៀតនៃខ្ញុំព្រោះគេមើលមកឃើញតែប្រុសគេមើលប៉ុន្តែតែពេលគេនិយាយថាមួយនេះស្រីហ្នឹងគេមើលឃើញអាផ្នែកស្រីផងខ្ញុំដែរហើយខ្ញុំសម្រាប់ខ្ញុំវាលយខ្លាំងនៅពេលដែលយើងខ្លួនមួយយើងអាចធ្វើបានរឿងដែលមិនសមជាយើងធ្វើបានតែយើងធ្វើបានណាសុំសួរសំណួរមកឲ្យសុំបីតាសុំតែចម្លើយ yes or no Are you a proud father បាទអីតាបញ្ញាជាឪពុកម្នាក់ដែលមានមោទនភាពជាមួយខ្លួនឯងអត់បាទsuper I can feel that super proud ដោយសារអីដោយសារតែខ្ញុំអត់មានឡានទៅអួតគេហើយខ្ញុំអត់ចង់អួតគេរឿងឡានដែរបើថារឿងផឹកចាញ់គេ 100% មកព្រោះខ្ញុំអត់ចូលចិត្តផឹកខ្ញុំស្អប់រឿងផឹកទេខ្ញុំអត់មានបើឃើញខ្សែកខ្សែដៃគឺ0ផងតែមកប៉ុន្តែបើនិយាយថាមើលកូនណាក្តោះមកណាខ្ញុំអត់ថាខ្ញុំមើលកូនខ្លាំងជាងគេប៉ុន្តែខ្ញុំមានបើនិយាយពីត្រីវិញខ្ញុំមានសាច់ខ្ញុំមានឆ្អឹងវាមិនមែនគ្រាន់តែមានសបកចឹងបើរឿងហ្នឹងមួយមានតែគំនិតទេបើយើងជាមនុស្សមានតែគំនិតទេខ្ញុំធ្លាប់ខាង HR ខាងធនធានមនុស្សគេសម្ភាសការងាររឿងចង់ឲ្យខ្ញុំទៅផ្សាយចង់ឲ្យខ្ញុំធ្វើ marketing ទៅលើផលិតផលកូនក្មេងខ្ញុំប្រាប់ថាចំណេះដឹងហើយនឹងបទពិសោធន៍ខាង marketing ខ្ញុំមានប៉ុណ្ណេះណាប៉ុន្តែខ្ញុំ challenge គាត់ឲ្យគាត់សួរខ្ញុំរឿងចំកូនក្តោះមកហើយអាមួយម៉ាត់ហ្នឹងគឺខ្ញុំជឿថាអត់មានអ្នកផ្សេងច្រើនណាដែលអាចហ៊ាននិយាយបានដូចខ្ញុំទេមកប្រាប់ពីដើមឲ្យតែនិយាយគឺបងប្រាប់ថា I'm your fan ជាអីខ្ញុំជាប្រិយមិត្តបងបញ្ញាសាធុមិនដឹងប្រិយមិត្តថ្លៃមិនប្រិយមិត្តថ្លៃទេគឺប្រិយមិត្តពិតប្រាកដ a real fan អូខេសំណួរចុងក្រោយអូនវិនអូននោះនឹងមើលវីដេអូនេះ5ឆ្នាំ7ឥឡូវក៏អត់មើលទេបាទវីដេអូដែលយើងផលិតហ្នឹងកូនយើងអត់មើលទេកូនវីដេអូស្អីរបស់ខ្ញុំក៏កូនខ្ញុំអត់មើលដែរបាទតែខ្ញុំជឿថាពេលគេធំជាងហ្នឹងគាត់នឹងអូសបើមិនចង់មើលក៏គាត់អូសទៅមើលដែរបាទតើបញ្ញាចង់និយាយទៅកាន់កូនមកដើម្បីទុកឲ្យគាត់មើលដើម្បីគាត់មើលមិនទុកទេបាទមានរឿងច្រើនទៅនិយាយទៅកូនបើសិនជាខ្ញុំកូនខ្ញុំមើលវីដេអូដល់20ឆ្នាំទៀតខ្ញុំដឹងថាខ្ញុំនៅដល់ពេលហ្នឹងអត់ទេណាចឹងវាមានរឿងច្រើនដែលត្រូវនិយាយមួយកូនបើសិនជាគិតក្នុងជ្រុងមួយហ្នឹងណានិយាយបាននិយាយបាន
ជាទូទៅគេសួរថាកូនធំឡើងចង់ឲ្យកូនធ្វើអីចឹងណាខ្ញុំចង់ឲ្យកូនធំឡើងធ្វើអីធ្វើទៅឲ្យតែទីស្របច្បាប់ of course ហ្នឹងបាញ់និយាយប៉ុន្តែឲ្យកូនសប្បាយចិត្តនឹងរបស់ដែលខ្លួនឯងធ្វើដោយអត់ចាំបាច់ត្រូវការផ្ដល់សុពលភាពពីអ្នកដទៃចឹងបើថាខ្លួនឯងធ្វើរឿងហ្នឹងហើយសប្បាយចិត្តអាហ្នឹងគឺគោលដៅធំបំផុតនៃជីវិតដែរបើទោះបីជាអ្នកផ្សេងគេមើលឃើញថាវាអាហ្នឹងវាអត់ត្រូវអត់ល្អអីក៏ដោយម្ដងទៀតលើលក្ខខណ្ឌសម័យមួយចំនួនឧទាហរណ៍វាត្រូវច្បាប់វាអីចឹងខ្ញុំមិននិយាយរឿងហ្នឹងអស់ហ្នឹងទេប៉ុន្តែយើងធ្វើឲ្យសប្បាយចិត្តព្រោះវាមានរឿងច្រើនណាស់នៅពេលដែលយើងធ្វើការសួរថាយើងសប្បាយចិត្តធ្វើការហ្នឹងអត់នៅពេលដែលយើងមានប្រពន្ធយើងសប្បាយចិត្តជាមួយអ្នកស្រីហ្នឹងអត់នៅពេលអ្នកស្រីអមម្នាក់ប្រុសហ្នឹងឬក៏ម្នាក់ប្រុសហ្នឹងអត់ធ្វើអីក៏ដោយធ្វើទូននីតិអីក៏ដោយសំខាន់ខ្លួនឯងសប្បាយចិត្តនឹងរបស់ដែលខ្លួនឯងកំពុងធ្វើដែរអត់បើសិនជាយើងសប្បាយចិត្តនឹងរបស់ដែលខ្លួនឯងកំពុងធ្វើជាមួយមនុស្សដែលយើងកំពុងនៅជាមួយជីវិតនឹងវាអត់មានអីធំជាងនឹងទៀតប៉ុណ្ណឹងឯងបើសិនជាមានលុយច្រើនហើយនឹងយើងសប្បាយចិត្តជាមួយនឹងលុយហ្នឹងអាហ្នឹងគឺម្ដងទៀតសប្បាយចិត្តជាមួយនឹងរបស់ដែលខ្លួនឯងមានជាមួយនឹងអ្នកណាដែលយើងនៅជាមួយនឹងប៉ុន្តែបើសិនជាមានលុយច្រើនហើយយើងនៅតែអត់សប្បាយចិត្តទៀតអាហ្នឹងគឺជីវិតយើងកំពុងខ្វះប៉ុន្តែបើសិនជាយើងសប្បាយចិត្តជាមួយនឹងរបស់ដែលយើងមានហើយមនុស្សដែលយើងនៅជាមួយហ្នឹងគឺជីវិតវាអស់ត្រឹមហ្នឹងហើយវាជោគជ័យអស់ត្រឹមហ្នឹងហើយមិនថាយើងក្នុងលក្ខខណ្ឌណាក៏ដោយនេះជាចំណុចមួយដែលខ្ញុំអាចអភ័យឲ្យអតីតប្រទេសខ្ញុំបាននៅពេលដែលខ្ញុំប្រាប់ខ្លួនឯងថាអូខេជំរឿសរបស់គាត់ប្រហែលជំរឿសរបស់គាត់ប្រហែលជាគឺដើម្បីសេចក្តីសុខគាត់ដែរអញ្ចឹងខ្ញុំលេងទៀមទាខ្ញុំលេងអីទាំងអស់ណាដែលសារខ្ញុំគិតថាខ្ញុំឃើញគាត់សុបាយចំណុចមួយទៀតដែលបងរៀនកូនដែរប្រាប់ថាពេលឃើញគាត់ខំប្រឹងពីរៀនកូនខ្ញុំមិនមែនជាអ្នករៀនបកែទាំងពីរអ្នកហ្នឹងមិនមែនជា top student មិនមែនជាសិស្សរៀនបកែអីហើយខ្ញុំតែប្រាប់គាត់ថាធ្វើអស់ពីលទ្ធភាពប៉ុន្តែយើងកូនមិនបាច់ត្រូវប្រឹងខ្លាចជាអ្នកដែលល្អឥតខ្ចោះទេហើយពេលខ្លះដែលគាត់ប្រឹងពេកទៅហើយខ្ញុំពេលខ្លះប្រឹងហើយពេលខ្លះខ្ញុំបខំរំលឹក homework អីចឹងទៅហើយខ្ញុំថាហេតុអីគេសួរថាហេតុអីបានខ្ញុំប្រាប់គេថាកូនហើយអីជាជោគជ័យគេថាជោគជ័យគឺមានលុយច្រើនតែពិតជាក់ស្ដែងសេចក្តីអ្វីដែលយើងចង់បានអ្វីដែលម៉ាក់ចង់ឃើញគឺឃើញកូនមានសេចក្តីសុខហើយលុយមិនជារង្វាស់នៃសេចក្តីសុខទេឋានៈកូនឧទាហរណ៍ថាម៉ាក់និយាយថាចង់ឃើញកូនធ្វើពេទ្យបើកូនធ្វើពេទ្យល្អប៉ុន្តែហេតុអីបាននិយាយចង់ឃើញកូនធ្វើពេទ្យចង់ឲ្យកូននឹងមានអារម្មណ៍ល្អបានជួយប៉ាម៉ាក់ហើយជួយជំងឺជួយព្យាបាលជួយព្យាបាលអ្នកផ្សេងគឺដើម្បីកូនអារម្មណ៍ល្អមិនមែនតែដើម្បីលុយទេហើយបើទោះហើយក៏មិនមែនដើម្បីតែជួយគេដែរចាតើតែខ្លួនឯងសប្បាយចិត្តទៅនឹងរបស់ដែលយើងធ្វើហ្នឹងហើយហើយបើនិយាយពីរឿងប្រាក់ខែច្រើនលុយច្រើនដោយសារតែពេលខ្លះយើងគិតថាមានលុយបានសប្បាយចិត្តតែគោលបំណងចុងក្រោយនៅតែសប្បាយចិត្តបាទចាអញ្ចឹងបងគិតថាយើងរបៀបចិញ្ចឹមកូនយើងស្រដៀងគ្នាច្រើនមែនទេអរគុណច្រើនបងអរគុណសម្រាប់ថ្ងៃនេះបងនៅតែគិតថា you are special បញ្ញាគឺពិសេសបែបខ្ញុំពិសេសហើយបងនៅតែគ្មានក្តីសម័យថាមិនបាច់បរិបផ្សេងមិនបាច់ចាំធ្វើឲ្យដូចបញ្ញាឬក៏ធ្វើតាមបញ្ញាឯងធ្វើដូចមកខ្ញុំខុសប្រគោខុសគេច្រើនសឹងអីហ្នឹងប៉ុន្តែធ្វើអីមួយដើម្បីគ្រួសារនិងប្រទេសជាតិដើម្បីខ្លួនឯងដូចគ្នាដែរនោះឯងមានអីដែលត្រូវបដូរមានអីដែលពួកការបដូរមួយចំនួនធ្វើឲ្យរីករាយតាបាទវាអាចអត់សំណុកមកដំបូងប៉ុន្តែបើសិនជាការផ្លាស់ប្ដូរនឹងវាល្អសម្រាប់យើងហើយយើងទទួលយកអាហ្នឹងគឺអូខេអរគុណច្រើន